ឆ្នាំនេះហឹងហ្វេងអាចចាប់ដៃគូជាមួយសិនស៊ឺបានលីនយ៉ានមានគុណសម្បត្តិធំធេងណាស់ដូច្នេះថ្នាក់ដឹកនាំក្រុមហ៊ុនបានសម្រេចផ្ដល់ប្រាក់រង្វាន់ពាក់កណ្ដាលឆ្នាំដល់លីនយ៉ានចំនួន100,000 យ៉នអស្ចារ្យណាស់100,000 យ៉នប្រធានក្រុមលីនដេកនៅការិយាល័យ2ខែពិតជាមានតម្លៃណាស់ពិតមែនហើយលោកគូរីកាបេដងខាងសិនស៊ឺទទួលស្គាល់តែគម្រោងដែលប្រធានក្រុមលីនពន្យល់ប៉ុណ្ណោះពិតជាមានមុខមាត់ខ្លាំងណាស់100,000 យ៉នថ្លៃវះកាត់របស់ប៉ាមានសង្ឃឹមហើយសៀវយ៉ានយប់យ៉ាងនេះហើយមិនទាន់ចេញពីធ្វើការទៀតបាទលោកចៅទើបតែប្រកាសជាសាធារណៈឲ្យរង្វាន់ខ្ញុំ100,000 យ៉នកុំចាយផ្ដេសផ្ដាស់មើលថែខ្លួនឯងឲ្យបានល្អសិនទៅប៉ាខ្ញុំបានកក់ពេជ្រឆ្អឹងនៅខេត្តរួចហើយពេលលុយចូលកានីខ្ញុំនឹងបង់ថ្លៃកក់ទុកសិនប្រធានក្រុមលីនពេលប្រព័ន្ធចាស់របស់សិនស៊ឺភ្ជាប់ចូលសិទ្ធប្រើប្រាស់ទម្លាក់ទៀតហើយមិនមែនទម្លាក់សិទ្ធទេគឺសិនស៊ឺមានសិទ្ធ2ឈុតបន្ថែមតារាងគូកងទៅកុំប៉ះពាល់ផ្នែកខាងក្រោមសំជាប្រធានក្រុមលីនមែនមើលតែមួយផ្លែតដឹងបញ្ហាបាត់មិនចម្លែកទេដែលខាងសិនស៊ឺទទួលស្គាល់តែអ្នកគ្មានអ្វីទេគ្រាន់តែសាំដៃប៉ុណ្ណោះលោកគូអំបញ្ញមិញលោកចៅប្រកាសថា100,000 យ៉នតើឯកសារនេះត្រូវបញ្ជាក់តាមចំនួនដើមដែរទេបដូរទៅជា2,000 យ៉នឲ្យ2,000សិនទៅ2,000ខុសគ្នាច្រើនម្លេះលីនយ៉ានច្បាស់ជាមកសួរហើយបើគេសួរឲ្យគេមករកខ្ញុំដាក់ហេតុផលថាហានិភ័យគម្រោងមិនទាន់បិទបញ្ចប់ផ្អាកប្រាក់រង្វាន់ទុកសិនក្នុងដៃគេនៅមានឯកសាររបស់សិនស៊ឺចុះបើគេមិនព្រមប្រគល់ឲ្យតើគេមិនមែនជាអ្នកចង់នៅគម្រោងនេះទេអីចឹងឲ្យគេភ្ញាក់ដឹងខ្លួនសិនទៅព្រឹកស្អែកឲ្យគេឃើញចំនួនលុយចូលកាន់នេះសិនយល់ហើយ2,000 យ៉ន100,000 យ៉នត្រូវតែសួរឲ្យច្បាស់ប្រធានក្រុមលីនលោកគូឲ្យពួកយើងទេឯកសារទាំងអស់ទៅបងត្រឡប់ទៅបន្ទប់គម្រោងមកទេទៅផ្នែកហិរញ្ញវត្ថុសិនប្រាក់រង្វាន់ពិតជាមានបញ្ហាហោះការបញ្ជាក់100,000នៅក្នុងកាបូបតែលុយចូលកាន់នេះ2,000ឯងថាតើមានបញ្ហាទេប្រធានហឺប្រាក់រង្វាន់ពាក់កណ្ដាលឆ្នាំរបស់ខ្ញុំចូលតែ2,000តើមានការភ័ន្តច្រឡំទេមិនច្រឡំទេគឺ2,000នឹងហើយលោកចៅបានប្រកាសនៅចំពោះមុខក្រុមហ៊ុនថា100,000លើផ្ទាំងអេក្រង់ធំក៏សរសេរ100,000ដែរការនិយាយលើវេទិកាគ្រាន់តែជាពាក្យសរសើរការបើកលុយរបស់ហិរញ្ញវត្ថុគឺផ្អែកលើលិខិតអនុម័តអញ្ចឹងខ្ញុំចង់មើលលិខិតអនុម័តតើនរណាជាអ្នកបដូរពី100,000ទៅ2,000ឯកសារផ្ទៃក្នុងក្រុមហ៊ុនអ្នកគ្មានសិទ្ធិពិនិត្យទេក្នុងនាមជាអ្នកទទួលខ្ញុំគ្មានសិទ្ធិដឹងសូម្បីតែប្រភពប្រាក់រង្វាន់របស់ខ្លួនឯងផងប្រព័ន្ធបង្ហាញបែបហ្នឹងបើអ្នកយល់ថាមិនសមរម្យអាចទៅពិភាក្សាជាមួយថ្នាក់លើផ្ទាល់របស់អ្នកបានខ្ញុំដេកនៅការិយាល័យ2ខែជាប់គ្នាឯកសារត្រួតពិនិត្យរបស់សិនស៊ឺយប់មិញនៅតែបន្តបំពេញបន្ថែមបើក្រុមហ៊ុនយល់ថាខ្ញុំមានតម្លៃត្រឹមតែ2,000អាចនិយាយឲ្យច្បាស់មកកម្រិតការងារមិនមែនហិរញ្ញវត្ថុជាអ្នកកំណត់ទេបញ្ជីមកដល់ខ្ញុំប៉ុន្មានខ្ញុំបើកឲ្យប៉ុណ្ណឹងព្រឹកព្រលឹមមកស្ទាក់ហិរញ្ញវត្ថុប្រធានក្រុមលីននេះគឺឧត្តមថា2,000តិចពេកមែនទេគឺលោកជាអ្នកចុះហត្ថលេខាអ្នកប្រគល់ឯកសារសិនស៊ឺឲ្យច្បាស់លាស់សិនទៅរឿងលុយកាក់ចាំពេលគម្រោងគ្មានហានិភ័យសឹមនិយាយគ្នាយប់មិញខ្ញុំទើបតែបំពេញផែនការគូបគង់សិទ្ធិទាំងអស់ចប់ថ្ងៃនេះលោកក៏មកគ្រប់គ្រងគម្រោងប្រាក់រង្វាន់ពី100,000ខ្លាយជា2,000ឯកសារនៅទីមទីឲ្យខ្ញុំប្រគល់មុនម៉ោង10ទៀតលោកគូចៃដន្យម្លេះកុំចាត់ទុកខ្លួនឯងសំខាន់ពេកក្រុមហ៊ុនផ្ដល់វេទិកាឲ្យអ្នកទើបអ្នកមានថ្ងៃនេះបើវេទិកាពូកែយ៉ាងនេះហើយអ្វីសំបីតែឯកសារត្រួតពិនិត្យមួយច្បាប់ក៏ត្រូវឲ្យខ្ញុំជាអ្នកប្រគល់ដែរលីនយ៉ានខ្ញុំរំលឹកអ្នកបើគម្រោងសិនស៊ឺមានបញ្ហាអ្នកទទួលខុសត្រូវពីមុននៅតែជាអ្នកដដែលរឿងប្រាក់រង្វាន់ខ្ញុំនឹងសួរឲ្យច្បាស់ឯកសារខ្ញុំក៏ប្រគល់តាមច្បាប់ដែរមុនម៉ោង10ខ្វះមួយទំព័រគឺជាបញ្ហារបស់អ្នកទាំងអស់ប្រធានក្រុមលីនពិតជាត្រូវប្រគល់មែនទេប្រគល់គ្រប់ទំព័រដែលពួកគេចង់បានឲ្យច្បាស់លាស់ទាំងអស់ទៅប្រធានក្រុមលីនលោកគួរឲ្យពួកយើងផ្ទេរឯកសារចំណុចភ្ជាប់និងកំណត់ត្រាតេសទាំងអស់ទៅផ្ទេរបានដាក់លេខរៀងរាល់ទំព័រហើយសរសេរឲ្យច្បាស់នៅរាល់ហានិភ័យដែលមិនទាន់បិទចុះបើគាត់ថាពួកយើងពន្យាពេលពួកយើងមិនមែនពន្យាពេលទេគឺរក្សាទុកជាភស្តុតាងចុះហត្ថលេខាទៅ
ចុះហត្ថលេខារួចប្រគល់ឯកសារឲ្យខ្ញុំការផ្ទេរឯកសារខ្ញុំចុះហត្ថលេខាការបញ្ជាក់ការទទួលខុសត្រូវកន្លងមកខ្ញុំមិនចុះទេគម្រោងនេះអ្នកជាអ្នកទទួលខុសត្រូវរហូតមកបើអ្នកមិនចុះនរណាជាអ្នកចុះការផ្គូផ្គងសិទ្ធិទាំងអស់យប់មិញទើបតែបំពេញចប់លោកគូថ្ងៃនេះក៏មកគ្រប់គ្រងភ្លាមហានិភ័យដែលមិនទាន់បិទខ្ញុំបានសរសេរនៅទីនេះហើយនរណាទទួលកាន់នរណានោះជាអ្នកបន្តដោះស្រាយលីនយ៉ានឥឡូវនេះជាដំណាក់កាលសំខាន់នៃគម្រោងអ្នកបដិសេធមិនសហការផ្ទេរការងារបង្កឲ្យមានការខាតបង់ដល់ក្រុមហ៊ុនអាចតាមដានរកកំហុសតាមវិន័យបានខ្ញុំផ្ទេរតាមបញ្ជីតើហៅថាបដិសេធមិនសហការបើគម្រោងសិនស៊ឺត្រូវខូចខាតកុំថាឡើយពី000សំបីតែសង200 000ក៏មិនគ្រប់ផងយប់មិញក្រុមហ៊ុនប្រកាសជាសាធារណៈថាខ្ញុំមានស្នាដៃក្នុងគម្រោងឲ្យប្រាក់រង្វាន់100,000ថ្ងៃនេះក្រុមហ៊ុនបែរជានិយាយថាខ្ញុំមានតម្លៃត្រឹម2,000ពេលចែករង្វាន់ខ្ញុំមិនមែនជាអ្នកមានគុណសម្បត្តិពេលតាមដានរកកំហុសខ្ញុំបែរជាក្លាយជាអ្នកទទួលខុសត្រូវទៅវិញលីនយ៉ានឯងកុំមិនចេះដឹងគុណសោះគ្មានក្រុមហ៊ុនគម្រោងនៅតែដំណើរការទៅមុខដដែលអីចឹងល្អណាស់ប្រធានក្រុមលីនបងកុំឆេវឆាវអីខ្ញុំមិនបានឆេវឆាវទេខ្ញុំគ្រាន់តែមើលឃើញច្បាស់នៅទីបំផុតប៉ុណ្ណោះឯកសារខ្ញុំប្រកល់រួចរាល់ហើយការទទួលខុសត្រូវយោងតាមការចុះហត្ថលេខាអ្វីដែលមិនមែនជារបស់ខ្ញុំមិនទទួលទេឯងហ៊ានដើរចេញឥឡូវនេះហេលោកមិនមែននិយាយថាក្រុមហ៊ុនជាអ្នកផ្ដល់វេទិកាទេអីចឹងខ្ញុំទុកកន្លែងនេះឲ្យអ្នកផ្សេងទៅមើលមុខខ្ញុំធ្វើអីមនុស្សចាក់ចេញទៅហើយគម្រោងនៅតែត្រូវដំណើរការដដែលលោកគូរ៉ូសៀលនេះខាងសិនស៊ឺចង់មើលលទ្ធផលតេស្តដំណាក់កាលទី2ឯកសារមិនមែននៅទីនេះទាំងអស់ទេដំណើរការតាមឯកសារទៅប្រធានក្រុមលីនបានសរសេរថាការផ្គូផ្គងសិទ្ធិគឺដើម្បីបិទហានិភ័យត្រូវបញ្ជាក់សិទ្ធិសាខាក្រុមហ៊ុននៃប្រព័ន្ធចាស់ជាមុនសិនកុំចេះតែរំលឹកឈ្មោះប្រធានក្រុមលីនឥឡូវនេះអ្នកទទួលខុសត្រូវគម្រោងគឺខ្ញុំចូលប្រព័ន្ធដំណើរការតាមលំហអនុម័តទៅកណនីទីស្នាក់ការកណ្ដាលអាចចូលបានតែកណនីសាខាពេលចូលទៅលោតបញ្ហាសិទ្ធិភ្លាមមិនមែនថាគ្រាន់តែបន្ថែមតារាងគូផ្គងទៅគឺបានហើយទេក្នុងឯកសារបានសរសេរថាត្រូវមានគំរូសិទ្ធិនៃប្រព័ន្ធចាស់របស់សិនស៊ឺជាមុនសិនគំរូនេះរហូតមកដល់ពេលនេះគឺប្រធានក្រុមលីននិងខាងសិនស៊ឺជាអ្នកតាក់ទងគ្នាផ្ទាល់ពួកឯងគ្មាននរណាចេះទេចេះអានឯកសារប៉ុន្តែលក្ខខណ្ឌសិទ្ធិខាងសិនស៊ឺមានតែប្រធានក្រុមលីនទេដែលដឹងច្បាស់ជាងគេគ្រាន់តែតេស្តត្រួតពិនិត្យមួយពួកអ្នកសំបីតែការបង្ហាញសាកល្បងក៏ដំណើរការមិនចេញផងលោកជូគឺលីនយ៉ានមុនពេលចាក់ចេញបានបង្កប់បញ្ហាទុកគេក្តាប់ចំណុចគន្លឹះសំខាន់ទុកក្នុងដៃខ្លួនឯងឯកសារមិនមែនប្រគល់អស់ហើយទេប្រគល់គឺប្រគល់ហើយប៉ុន្តែខាងប្រព័ន្ធចាស់របស់សិនស៊ឺនៅតែត្រូវការមនុស្សទៅបញ្ជាក់ផ្ទាល់ខាងសិនស៊ឺកាលពីមុនពិតជាទទួលស្គាល់តែលីនយ៉ានមែន3ថ្ងៃក្នុងរយៈពេល3ថ្ងៃត្រូវដំណើរការតេស្តឲ្យបានយល់ហើយម្យ៉ាងទៀតរឿងលីនយ៉ានសុំឈប់ពីការងារកុំទាន់ឲ្យផ្សព្វផ្សាយចេញក្រៅបើខាងសិនស៊ឺសួរនាំប្រាប់ថាគេសុំច្បាប់សម្រាប់ទៅចុះលីនយ៉ានវិញការហាត់សំគូកុងសិទ្ធថ្ងៃនេះរហូតមកដល់ពេលនេះគឺគាត់ជាអ្នកសម្របសម្រួលលីនយ៉ានសុំច្បាប់សម្រាប់បណ្ដោះអាសន្នការងារបន្តគឺខ្ញុំជាអ្នករៀបចំដំណើរការមិនរងផលប៉ះពាល់ទេលោកគូអ្វីដែលសិនស៊ឺចង់បានគឺលទ្ធផលមិនមែនពាក្យសម្របសម្រួលទេចាប់ផ្ដើមតេស្តទៅទីស្នាក់ការកណ្ដាលបានឆ្លងកាត់ហើយបដូរទៅកនីសាខាប្រហែលជាបញ្ហាបណ្ដាញយឺតខ្ញុំដំណើរការម្ដងទៀតបញ្ហានេះម្សិលមិញលីនយ៉ានបានប្រាប់ថាមានគម្រោងបណ្ដោះអាសន្នរួចហើយពួកអ្នកមិនបានបញ្ចូលគ្នាទេគម្រោងមាននៅទីនេះពួកយើងកំពុងតែផ្ទៀងផ្ទាត់អ្វីដែលខ្ញុំសួរគឺហេតុអ្វីការហាត់សំនៅទីតាំងជាក់ស្ដែងដំណើរការមិនចេញគម្រោងរបស់ប្រធានក្រុមលីនត្រូវការគំរូសិទ្ធិនៃប្រព័ន្ធចាស់របស់សិនស៊ឺខាងយើងមិនទាន់ទទួលបានព័ត៌មានពេញលេញនៅឡើយទេគំរូនោះម្សិលមិញបានផ្ញើទៅឲ្យលីនយ៉ានរួចហើយប្រធានចិនថ្ងៃនេះគ្រាន់តែជាការហាត់សំប៉ុណ្ណោះមុនពេលត្រួតពិនិត្យផ្លូវការពួកយើងនឹងកែសម្រួលឲ្យបានល្អសិនស៊ឺផ្អាកការត្រួតពិនិត្យផ្លូវការនៅថ្ងៃស្អែកមុនពេលប្រព័ន្ធមានស្ថិរភាពនិងមិនឈានទៅដំណាក់កាលបន្ទាប់ទេប្រធានចិនរឿងនេះប្រហែលជាមានការយល់ច្រឡំក្នុងការប្រាស្រ័យតាក់ទងហឹងហ្វេងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងសិនស៊ឺបើពិតជាយកចិត្តទុកដាក់មែនហេតុអ្វីលីនយ៉ានមិននៅទីនេះការដំឡើយសិនស៊ឺជ្រើសរើសហឹងហ្វេងគឺដោយសារតែលីនយ៉ានអាចពន្យល់រាល់ចំណុចហានិភ័យបានយ៉ាងច្បាស់លាស់ឥឡូវនេះសូម្បីតែគម្រោងដែលគេបន្សល់ទុកពួកអ្នកក៏ដំណើរការមិនចេញផងខ្ញុំត្រូវវាតម្លៃឡើងវិញលើសមត្ថភាពប្រគល់ការងាររបស់ហឹងហ្វេងហើយលីនយ៉ានត្រឡប់មកវិញលោកជូគេបានដាក់ពាក្យលាលែងរួចហើយ
បញ្ហាហាត់សមជាក់ស្ដែងជាប់គាំងនៅត្រង់ណាមិនមែនដំណើរការមិនចេញទេគឺបន្ទាប់ពីបដូរមនុស្សសំបីតែចំណុចហានិភ័យដែលលីនយ៉ានបញ្ជាក់កាលពីយប់មិញក៏ពួកគេភ្ជាប់មិនត្រូវផងហេតុអ្វីលីនយ៉ានមិនចូលរួមប្រជុំហឹងហ្វេងនិយាយថាគេសុំច្បាប់សម្រាប់ប៉ុន្តែគូឈីងនៅទីតាំងទាត់ភ្ជាប់ព័ត៌មានមិនត្រូវជើឈីមីងក៏ពន្យល់មិនច្បាស់លាស់ដែរមិនមែនសុំច្បាប់ទេលីនយ៉ានមិនមែនជាមនុស្សដែលបោះបង់គម្រោងចោលមុនពេលត្រួតពិនិត្យនោះទេតែក្នុងហឹងហ្វេងមានគេនិយាយថាព្រឹកមិញលីនយ៉ានមានទំនាស់ជាមួយផ្នែកហិរញ្ញវត្ថុបន្ទាប់មកក៏បានដាក់ពាក្យលាលែងពីការងារដើម្បីប្រាក់រង្វាន់មនុស្សបែបនេះបែរជាត្រូវពួកគេបង្ខំឲ្យលាលែងពីការងារជួនដំណឹងទៅហឹងហ្វេងសិនស៊ឺផ្អាកការត្រួតពិនិត្យមិនទទួលយកការបញ្យល់ផ្ទាល់មកទេការប្រជុំលើកក្រោយចែកតែរឿងថាតើលីនយ៉ាននៅតែជាអ្នកទទួលខុសត្រូវគម្រោងដែរឬទេចាស់យល់ហើយអ្នកនាងចង់ទៅណាទៅជួបគេកាលពីមុនគេតែងតែទុកភ្លើងដល់ចុងក្រោយគេបង្អស់សៀវយ៉ានរឿងណាត់ជួបពេទ្យរបស់ប៉ាឯងកុំតន់អើភ័យអីមិនអីទេម៉ាក់ខាងខ្ញុំនៅមានវិធីដោះស្រាយជើងរបស់ប៉ានេះជាជំងឺរ៉ាំរ៉ៃហើយមិនខ្វះមួយថ្ងៃពីរថ្ងៃនេះទេកុំបង្កចំនួនជាមួយក្រុមហ៊ុនដោយសារតែពួកយើងអីសិនជាអីខានជួបគ្នាយូរហើយបើសិនជារឿងការត្រួតពិនិត្យរបស់សិនស៊ឺខ្ញុំបានលាលែងពីការងារហើយខ្ញុំដឹងហឹងហ្វេងឲ្យអ្នកមកមែនទេមិនមែនទេខ្ញុំតំណាងឲ្យសិនស៊ឺមកហើយក៏តំណាងឲ្យខ្លួនឯងមកដែរតំណែងប្រធានគ្រប់គ្រងគម្រោងនៃនាយកដ្ឋាន Digital សិនស៊ឺប្រាក់ខែប្រចាំឆ្នាំ1000000យន់ប្រាក់រង្វាន់គម្រោងទឹកផ្សេងការត្រួតពិនិត្យបន្តបន្ទាប់គឺអ្នកជាអ្នកដឹកនាំចាត់ចែងអ្នកធ្វើបែបនេះដោយសារតែមនោសញ្ចិតណាមិត្តរួមសាកលវិទ្យាល័យឬមួយក៏អាណិតខ្ញុំមិនមែនទាំងពីរសិនស៊ឺជ្រើសរើសអ្នកគឺដោយសារតែអ្នកអាចដោះស្រាយបញ្ហាបានច្បាស់លាស់និងធ្វើឲ្យគម្រោងសម្រេចជោគជ័យការគោរពដែលហឹងហ្វេងមិនអាចផ្ដល់ឲ្យអ្នកសិនស៊ឺអាចផ្ដល់ឲ្យបានគុំតន់អើប្រញាប់បដិសេធអីលីនយ៉ានលើកនេះជ្រើសរើសវេទិកាណាដែលអាចមើលឃើញពីតម្លៃពិតរបស់អ្នកពិតប្រាកដទៅលីនយ៉ានរឿងកាលពីព្រឹកមិញក្រុមហ៊ុនបានដឹងរឿងហើយរឿងប្រាក់រង្វាន់ពិតជាមានការយកច្រឡំមែន100,000នោះខ្ញុំនឹងឲ្យហិរញ្ញវត្ថុទេបន្ថែមឲ្យអ្នកព្រាមលោកជូយប់មិញប្រកាសជាសាធារណៈថា100,000ថ្ងៃនេះបើកពី000ការយកច្រឡំនេះខុសគ្នាដល់ទៅ98,000យន់ឯណោះលីនយ៉ានក្រុមហ៊ុនបានបណ្ដុះបណ្ដាលអ្នកអស់រយៈពេល3ឆ្នាំនិងមិនប្រព្រឹត្តមិនល្អចំពោះអ្នកទេអ្នកត្រឡប់មកវិញមកតំណែងប្រធានក្រុមគម្រោងគឺប្រគល់ឲ្យអ្នកប្រាក់រង្វាន់ក៏ផ្ដល់បន្ថែមឲ្យដែរលោកជើតំណែងអនុប្រធានក្រុមតាមមិនខ្ពស់ពេកទេដឹងអនុប្រធានក្រុមពេលគម្រោងមានបញ្ហាខ្ញុំជាអ្នកទទួលខុសត្រូវដើមពេលគម្រោងត្រូវការជួយសង្គ្រោះទើបខ្ញុំក្លាយជាអនុប្រធានក្រុមលីនយ៉ានឥឡូវនេះមិនមែនជាពេលមកប្រកាន់ខឹងទេសិនស៊ឺចង្អុលចំឈ្មោះចង់បានតែអ្នកត្រឡប់មកជួយឲ្យការត្រួតពិនិត្យដំណើរការរលូនទៅនេះគឺការទទួលខុសត្រូវចំពោះក្រុមហ៊ុនខ្ញុំបានប្រគល់ឯកសារទាំងអស់យ៉ាងច្បាស់លាស់ហើយក្រុមហ៊ុនមិនមែននិយាយថាគ្មានខ្ញុំក៏នៅតែដំណើរការបានទេអេលីនយ៉ានអ្នកដាក់លក្ខខណ្ឌមកប្រាក់ខែតំណែងសុទ្ធតែអាចជេរគ្នាបានលោកជូកាលពីមុនខ្ញុំក៏ធ្លាប់គិតថាអាចជេរគ្នាបានដែរប៉ុន្តែបញ្ហារបស់ពួកលោកមិនមែនជារឿងលុយទេគឺការចាត់ទុកមនុស្សដូចជាឧបករណ៍ប្រើប្រាស់ឯងចង់ផ្ដាច់ទំនាក់ទំនងជាមួយហឹងហ្វេងមែនទេគឺហឹងហ្វេងទេដែលផ្ដាច់ទំនាក់ទំនងមុនឲ្យខ្ញុំឃើញសិនស៊ឺនឹងមិនឲ្យអ្នកមកជួយដោះស្រាយបញ្ហាឬទទួលខុសចំនួនទេពេលអ្នកចូលមកគឺធ្វើជាប្រធានទទួលខុសត្រូវគម្រោងភ្លាមខ្ញុំមានលក្ខខណ្ឌមួយនិយាយមកឯកសារគម្រោងដែនកំណត់ទំនួលខុសត្រូវនិងគោលការណ៍ប្រាក់រង្វាន់ត្រូវចែងក្នុងកិច្ចសន្យាទាំងអស់នេះពិតជាបុគ្គលិកដែលសិនស៊ឺចង់បានមែនលោកស្រីសិនសិទ្ធបណ្ដោះអាសន្នរបស់លោកលីនត្រូវបានបើកដំណើរការហើយនេះជាលីនយ៉ានរបស់ហឹងហ្វេងមែនទេពេលនេះតាក់ទាញគេមកចាប់ពីថ្ងៃនេះទៅលីនយ៉ានគឺជាប្រធានគ្រប់គ្រងគម្រោង Digital របស់សិនស៊ឺការសង្ស័យអាចមានបានប៉ុន្តែក្នុងគម្រោងមើលតែលទ្ធផលនិងភស្តុតាងប៉ុណ្ណោះខ្ញុំក៏និយាយដោយផ្អែកលើលទ្ធផលដែរលោកស្រីសិនគម្រោងរបស់ហឹងហ្វេងទើបតែបរាជ័យពួកយើងអញ្ជើញអតីតអ្នកទទួលខុសត្រូវរបស់ហឹងហ្វេងចូលមកឥឡូវនេះតើមិនប្រញាប់ប្រញាល់ពេកទេដឹងដូច្នេះហើយថ្ងៃនេះមិនមែនជាពិធីទទួលស្វាគមន៍ទេគឺការប្រជុំត្រួតពិនិត្យនិងវាយតម្លៃឡើងវិញនៃគម្រោងលីនយ៉ានអ្នកនិយាយមកតើហានិភ័យធំបំផុតរបស់សិនស៊ឺនាពេលបច្ចុប្បន្នគឺជាអ្វីមិនមែនប្រព័ន្ធរាយការណ៍កំហុសនោះទេហានិភ័យពិតប្រាកដ
គឺហឹងហ្វេងបានចាត់ទុកសិទ្ធិទីស្នាក់ការកណ្ដាលនិងសាខាជាខ្សែសង្វាក់អនុម័តតែមួយ នេះជាកន្លែងដែលការហាត់សំសូមិញបានបរាជ័យ ក្នុងរយៈពេល3ថ្ងៃអាចធ្វើការគូបគងបណ្ដោះអាសន្នបានធានាឲ្យការហាត់សមដំណើរការរលូនមុនពេលដំណើរការជាផ្លូវការត្រូវកសាងមូលដ្ឋានទិន្នន័យគំរូសិទ្ធិឡើងវិញ3ថ្ងៃអ្នកធានាតែម្នាក់ឯងមិនមែនខ្ញុំតែម្នាក់ឯងទេខ្ញុំត្រូវការគំរូប្រព័ន្ធចាស់របស់សិនស៊ឺសិទ្ធិផ្នែកបច្ចេកទេសនិងបញ្ជីឈ្មោះអ្នកអនុម័តអាជីវកម្មពេលសិទ្ធិទទួលបានគ្រប់គ្រាន់យប់នេះខ្ញុំនឹងចេញបញ្ជីកែតម្រូវកំណែទី1ភ្លាមបើផ្ដល់សិទ្ធិធំធេងដល់ថ្នាក់នេះចុះបើមានបញ្ហានរណាជាអ្នកទទួលខុសត្រូវដែនកំណត់ទំនួលខុសត្រូវបានចែងក្នុងកិច្ចសន្យារួចហើយខ្ញុំទទួលខុសត្រូវលើផែនការវិភាគនិងលទ្ធផលនៃការត្រួតពិនិត្យសិនស៊ឺទទួលខុសត្រូវក្នុងការផ្ដល់គំរូពិតប្រាកដនិងលក្ខខណ្ឌអនុម័តរាល់កំណត់ត្រាការកែប្រែទាំងអស់នរណាចុះហត្ថលេខានរណានោះជាអ្នកទទួលខុសត្រូវផ្ដល់សិទ្ធិឲ្យគេទៅលោកជើសិនខ្ញុំឲ្យពេលអ្នកតែ3ថ្ងៃប៉ុណ្ណោះ3ថ្ងៃក្រោយមករីកាមកខ្ញុំសិនស៊ឺត្រូវតែឃើញការហាត់សមដែលដំណើរការបានរលូនគ្រប់គ្រាន់ហើយចាប់ផ្ដើមពីកន្នីសាខាដែលបានបរាជ័យកាលពីម្សិលមិញមុនគេទី1សិទ្ធិកន្នីត្រូវបែងចែកឲ្យដាច់ទីស្នាក់ការកណ្ដាលឆ្លងកាត់មិនមែនមានន័យថាសាខាអាចឆ្លងកាត់នោះទេម្សិលមិញគឺជាប់គាំងត្រង់ការផ្ញើទៅការអនុម័តរបស់សាខានេះឯងទី2ហឹងហ្វេងបានចាត់ទុកមូលដ្ឋានទិន្នន័យទេសជាមូលដ្ឋានទិន្នន័យផ្លូវការវឌ្ឍនភាពរីកាថា80ជាក់ស្ដែងអាចរាប់បានត្រឹមតែ50ប៉ុណ្ណោះអ្នកប្រកាសទេថាជារបាយការណ៍ខ្លាំងបន្លំមិនមែនជាការសន្និដ្ឋានទេគឺអាចលើកកំណត់ត្រាប្រព័ន្ធទាំងអស់សុទ្ធតែឆ្លងកាត់ក្នុងបរិយាកាសទេបរិយាកាសផ្លូវការមិនទាន់បានដំណើរការតតែសោះក្នុងរយៈពេល3ថ្ងៃធ្វើរឿងតែមួយគត់ដំណើរការហាត់សមឲ្យរលូនជាមុនសិនការវិដំណៃដំណើរការផ្លូវបើសិនជាខាងហេងហ្វុងមិនព្រមសហការទេនោះមិនបាច់រងចាំហេងហ្វុងទេខាងត្រួតពិនិត្យមានគំរូប្រព័ន្ធចាស់ពួកយើងបំពេញតារាងគូបគងដោយខ្លួនឯងបញ្ជីឈ្មោះអ្នកអនុម័តកិច្ចការងារខ្ញុំជាអ្នកសម្របសម្រួលសិទ្ធិបច្ចេកទេសខ្ញុំជាអ្នកផ្ដល់ឲ្យប៉ុន្តែរាល់ការកែប្រែត្រូវតែរក្សាទុកដានកំណត់ត្រាកត់ត្រាទុកគ្រប់ជំហាននរណាកែត្រង់ណាហេតុអ្វីកែត្រូវកត់ចូលក្នុងកំណត់ត្រាទាំងអស់កម្លាំងមនុស្សអ្នកជ្រើសរើសដោយខ្លួនឯងទៅត្រូវការអ្នកដែលអាចទ្រាំយប់ជ្រៅបានហើយក៏ត្រូវហ៊ានសរសេរពីហានិភ័យពិតប្រាកដផងដែរដំណើរការហើយការបញ្ជូនត្រឡប់ការអនុម័តរបស់សាខាដំណើរការហើយថ្ងៃដំបូងក៏ដំណើរការខ្សែសង្វាក់ចម្បងបានយ៉ាងរលូនពូកែជាងពេលហេងហ្វុងធ្វើតេស្តសាកល្បងឆ្ងាយណាស់គ្រាន់តែជាខ្សែសង្វាក់ចម្បងប៉ុណ្ណោះការអនុម័តមិនប្រក្រតីការអនុម័តឆ្លងតំបន់នៅត្រូវបន្តធ្វើតេស្តទៀតពួកអ្នកចង់លុបហានិភ័យចោលមែនទេហានិភ័យមិនអាចលុបបានទេមានតែដោះស្រាយប៉ុណ្ណោះអ្វីដែលលុបចោលគឺកំណត់ត្រាតែអ្វីដែលផ្ទុះខូចខាតគឺគម្រោងចាប់ពីថ្ងៃស្អែកទៅក្រុមបច្ចេកទេសត្រូវសហការជាមួយលីនយ៉ានឲ្យអស់ពីសមត្ថភាពយល់ហើយខ្សែសង្វាក់ចម្បងដំណើរការហើយតើខាងហេងហ្វុងអាចបន្តការត្រួតពិនិត្យទទួលយកនៅថ្ងៃស្អែកបានទេកុំទាន់ប្រញាប់អីខ្សែសង្វាក់ចម្បងដំណើរការបានគ្រាន់តែបញ្ជាក់ថាផ្នែកអាជីវកម្មខ្លួនឯងមិនទាន់ខូចខាតប៉ុណ្ណោះលោកចង់មានន័យថាការបរាជ័យក្នុងការសាកល្បងរបស់ហេងហ្វុងមិនមែនជាបញ្ហាប្រព័ន្ធទេពួកគេបានបង្រួមការធ្វើតេស្ត3ជុំមកសល់តែ1ជុំថែមទាំងប្រើបរិស្ថានសាកល្បងមកជំនួសបរិស្ថានផ្លូវការទៀតបន្តការត្រួតពិនិត្យទទួលយកគឺចង់ឲ្យខាងត្រួតពិនិត្យរ៉ាប់រងជំនួសពួកគេប៉ុណ្ណោះផ្ញើលិខិតបំភ្លឺហានិភ័យត្រឡប់ទៅវិញការត្រួតពិនិត្យទទួលយកជាបណ្ដោះអាសន្នឲ្យហេងហ្វុងពន្យល់ពីមូលហេតុនៃការបរាជ័យឲ្យបានច្បាស់គេទើបតែទៅខាងត្រួតពិនិត្យយប់មិញក៏ដំណើរការបានភ្លាមលោកគូតើលោកបកស្រាយរឿងនេះយ៉ាងម៉េចលោកប្រធានជើបញ្ហាគឺនៅត្រង់លីនយ៉ានមុនពេលគេលីឈប់ការប្រកួតការងារមិនពេញលេញចំណុចកន្លេសមិនបានប្រាប់ឲ្យច្បាស់ប៉ុន្តែគេបានផ្ញើព័ត៌មានប្រកួតការងាររួចហើយលោកប្រធានគូក៏បានទាញយកដែរទាញយករួចមិនមែនមានន័យថាអាចប្រើបាននោះទេខាងក្រៅនិយាយថាការលីឈប់តខ្លួនបណ្ដាលឲ្យការប្រកួតការងារពន្យាពេលទម្លាក់ការទទួលខុសត្រូវទៅលើគេសិនទៅផ្ញើទៅខាងត្រួតពិនិត្យមុនយប់នេះត្រូវតែបង្ខំឲ្យគេត្រឡប់មកវិញភុសតាំងនៅឯណានៅទីនេះឯកសារបានប្រកូលពេញលេញគូឆឹងបានទាញយកឯកសារភ្ជាប់ទាំងអស់ឯកសារគឺមានមែនតែចំណុចស្នូគេមិនបានពន្យល់ឲ្យច្បាស់ទេចំណុចទី7បានសរសេរយ៉ាងច្បាស់លាស់ណាស់បរិស្ថានផ្លូវការត្រូវតែរត់តេស្តឲ្យបាន3ជុំលោកបានកាត់ចោលអស់2ជុំមុនពេលបញ្ជាក់ឲ្យបានច្បាស់ខាងត្រួតពិនិត្យផ្អាករាល់ការរៀបចំទទួលយកជាបន្តបន្ទាប់ជាមួយហេងហ្វុងយប់នេះនៅក្នុងការប្រជុំធនធានឧស្សាហកម្មក្រុមហ៊ុនបំរុងទុកជាច្រើនសុទ្ធតែមកដល់ការទទួលយករបស់ហេងហ្វុងត្រូវផ្អាកពួកយើងត្រូវតែបើកផ្លូវបំរុងទុកអ្នកទៅជាមួយខ្ញុំហេងហ្វុងទើបតែត្រូវបានផ្អាកខ្ញុំបង្ហាញមុខឥឡូវនេះនឹងទាញទំនាស់មកលើខាងត្រួតពិនិត្យទំនាស់គឺមានលើគម្រោងស្រាប់ហើយអ្នកគ្រាន់តែនិយាយពីបញ្ហាខ្ញុំជាអ្នកទទួលស្គាល់តំណែងរបស់អ្នកអញ្ចឹងនិយាយឲ្យច្បាស់ទៅនរណាអាចបំពេញចន្លោះបាននរណាគ្រាន់តែមកកេងចំណេញពីខាងត្រួតពិនិត្យយប់នេះនឹងដឹងច្បាស់ហើយលោកស្រីសឿនម្នាក់នេះគឺលីនយ៉ានទីប្រឹក្សាទូទៅនៃគម្រោងថ្មីរបស់ខាងត្រួតពិនិត្យ
លីនយ៉ានពិតជាអ្នកមែន ស៊ីវម៉ានយូរហើយមិនបានជួប អ្នកទាំងពីរធ្វើការជាមួយគ្នាមែនទេការនៅមហាវិទ្យាល័យម្នាក់សុទ្ធតែនិយាយពីរឿងនេះមិនតិចទេ តាមពិតទីប្រឹក្សាលីននិងលោកស្រីស៊ឿនជាមិត្តរួមថ្នាក់ចាស់សោះចុះតំណែងនៅយប់នេះគឺដោយសារសមត្ថភាពឬក៏ដោយសារមនោសញ្ចេតនាចាស់ អ្នកអាចចាត់ទុកខ្ញុំជាមិត្តរួមថ្នាក់ចាស់បានប៉ុន្តែគម្រោងរបស់ខាងត្រួតពិនិត្យមិនពឹងផ្អែកលើមិត្តរួមថ្នាក់ចាស់ដើម្បីទទួលយកនោះទេការបែងចែកសិទ្ធិបរិស្ថានផ្លូវការការបញ្ជូនត្រឡប់ការអនុម័តរបស់សាខាការធ្វើតេស្ត3ជុំបើឆ្លើយបានទើបបន្តនិយាយបើឆ្លើយមិនបានទេស្គាល់គ្នាយ៉ាងណាក៏គ្មានប្រយោជន៍ដែរ នៅតែដូចដើមដដែលអ្នកអតីនិយាយពីរឿងទំនាក់ទំនងតែអ្នកនិយាយតែរឿងលទ្ធផលមូលហេតុដែលខ្ញុំអញ្ជើញគេមកមិនមែនដោយសារស្គាល់គ្នាកាលពីមុននោះទេប៉ុន្តែខ្ញុំក៏មិនប្រកែកដែរថាកាលពីមុនខ្ញុំពិតជាតែងតែសម្លឹងមើលគេមែន រឿងផ្ទាល់ខ្លួនទុកនិយាយពេលក្រោយចោះយប់នេះរើសអ្នកដែលអាចទទួលគម្រោងបានសិន អញ្ចឹងចាប់ផ្ដើមពីចំណុចទី1ទៅការបែងចែកសិទ្ធិនិងការធ្វើតេស្ត3ជុំពួកយើងអាចដោះស្រាយបានប៉ុន្តែឯកសារភ្ជាប់ដើមរបស់ហេងហ្វុងត្រូវតែផ្ទៀងផ្ទាត់ឡើងវិញបានខាងត្រួតពិនិត្យទទួលស្គាល់តែលទ្ធផលតេស្តជាក់ស្ដែងប៉ុណ្ណោះមិនទទួលស្គាល់ការសន្យាដោយម៉ត់ទេឡើយ ផ្ញើបញ្ជីឈ្មោះអ្នកចូលរួមបំរុងទុកចេញទៅបើសិនជាហេងហ្វុងនៅតែពន្យាពេលទៀតខាងត្រួតពិនិត្យនឹងប្រើប្រាស់អ្នកអនុវត្តបំរុងទុកភ្លាមអ្នកធ្វើបែបនេះខាងក្នុងហេងហ្វុងច្បាស់ជានៅមិនស្ងៀមឡើយ អ្នកដែលនៅមិនស្ងៀមមិនមែនជាអ្នកដែលខំប្រឹងធ្វើការនោះទេ នេះគឺចង់ដកពួកយើងចេញហើយតើលោកប្រធានគូខាងត្រួតពិនិត្យថែមទាំងបានផ្ញើបញ្ជីឈ្មោះបំរុងទុកមកទៀតផងតើពួកយើងនៅតែនិយាយតាមសម្ដីដើមថាជាបញ្ហារបស់ប្រធានក្រុមលីនទៀតទេប្រធានក្រុមលីនស្អីទៀតគេបានលាឈប់រួចហើយមុនថ្ងៃស្អែកអ្នករាល់គ្នានិយាយឲ្យដូចគ្នាទាំងអស់ការសាកល្បងបរាជ័យគឺដោយសារការប្រកួតការងារមិនពេញលេញ ប៉ុន្តែអ៊ីមែលប្រកួតការងារមានកំណត់ត្រាទាញយកខាងការអនុម័តលម្អិតក៏មានកំណត់ត្រាដែរ រឿងកណ្ណេយហើយអ្នកគួរតែដោះស្រាយឲ្យបានស្អាតបាតដោយខ្លួនឯងទៅ ខ្ញុំមិនទាញយកមនុស្សរបស់ហេងហ្វុងទេហើយក៏មិនឲ្យអ្នកឈរខាងខ្ញុំដែរអ្នកគ្រាន់តែធ្វើរឿងមួយរក្សាទុកកំណត់ត្រាការងារពិតប្រាកដរបស់ដែលមើលមិនច្បាស់កុំចុះហត្ថលេខាឲ្យសោះ អ្នកនៅតែបារម្ភពីពួកគេមែនទេ អ្វីដែលខ្ញុំបារម្ភមិនមែនហេងហ្វុងទេគឺអ្នកដែលនៅតែខិតខំធ្វើការទាំងនោះ រឿងនេះបើសិនជាត្រូវគេកាយចេញមកគ្មាននរណាម្នាក់រួចខ្លួនឡើយ តើបញ្ជីនេះនៅមាននរណាអាចមើលឃើញទៀតទេ ខ្សែសង្វាក់អនុម័តមានបន្សល់ទុកដែរប្រព័ន្ធខាងក្រោយអាចពិនិត្យបានបើសិនជាលីនយ៉ានតាមដានរឿងប្រាក់រង្វាន់ពិតមែនរឿងនេះពិបាកនឹងលាក់បាំងណាស់ ការនោះធ្វើតាមការសម្រេចរបស់ក្រុមហ៊ុនមិនពាក់ព័ន្ធនឹងគម្រោងទេឥឡូវនេះខាងត្រួតពិនិត្យចង់បដូរអ្នកអនុវត្តគម្រោងទើបជារឿងធំបំផុតព្រឹកស្អែកខ្ញុំនឹងទៅខាងត្រួតពិនិត្យដោយផ្ទាល់វិញលីនយ៉ានរក្សាស្ថិរភាពកិច្ចសហការសិនលោកស្រីស៊ឿន ហេងហ្វុងនឹងខាងត្រួតពិនិត្យសហការគ្នាយូរមកហើយមិនគួរព្រោះតែបុគ្គលិកលីឈប់ម្នាក់មកធ្វើឲ្យខូចរឿងដល់ថ្នាក់នេះទេ បុគ្គលិកលីឈប់ដែលលោកប្រធានជើនិយាយគឺជាអ្នកដែលជួយឲ្យខ្សែសង្វាក់ចម្បងរបស់ខាងត្រួតពិនិត្យដំណើរការបាន លីនយ៉ានមានសមត្ថភាពពួកយើងទទួលស្គាល់ប៉ុន្តែគម្រោងដើមឡើយជារបស់ហេងហ្វុងខាងត្រួតពិនិត្យមិនចាំបាច់ធ្វើឲ្យទំនាក់ទំនងល្អកដល់ថ្នាក់នឹងទេ ខាងត្រួតពិនិត្យទទួលស្គាល់តែសមត្ថភាពគម្រោងប៉ុណ្ណោះមិនទទួលស្គាល់ខ្សែស្រឡាយទេនរណាអាចដោះស្រាយបញ្ហាបានអ្នកនោះទើបមានសិទ្ធិអង្គុយលើតុចរចា អញ្ចឹងឲ្យលីនយ៉ានចេញមកក្នុងនាមគេតំណាងឲ្យខាងត្រួតពិនិត្យពេលនេះពួកយើងនិយាយទល់មុខគ្នាលោកប្រធានជើចង់និយាយរឿងសហការបានឆ្លើយសំណួរគម្រោងទាំង3នេះសិនមកនេះជាអាកប្បកិរិយាបែបណាតើឯងចង់សួរអ្វីឲ្យប្រាកដលោកស្រីស៊ឿន គេកំពុងតែសួរពីគម្រោងតើលោកប្រធានជើមិនមែនមកដើម្បីនិយាយរឿងគម្រោងទេអី ទី1 មុនពេលហេងហ្វុងធ្វើតេស្តសាកល្បងហើយដើម្បីបដូរការតេស្តពី3ជុំមកសល់តែ1ជុំនោះគឺដើម្បីឲ្យទាន់ការវិភាគទី2 គំរូនៃបរិស្ថានផ្លូវការខ្វះអស់27ចំណុចតើនរណាជាអ្នកចុះហត្ថលេខាអនុញ្ញាតឲ្យរំលងទី3 តើនរណាជាអ្នកទទួលខុសត្រូវលើការបញ្ជូនត្រឡប់ការអនុម័តរបស់សាខាយប់មិញខាងត្រួតពិនិត្យចំណាយពេលកន្លះម៉ោងដើម្បីកំណត់ទីតាំងបញ្ហាបានហើយអ្វីបានជាពួកអ្នកចំណាយពេល3ថ្ងៃរកមិនឃើញ លោកប្រធានជើនេះមិនមែនជាការញ៉ាំបាយជួបជុំគ្នាទេអ្វីដែលខាងត្រួតពិនិត្យចង់បានគឺចម្លើយ បើឆ្លើយមិនចេញទេហេងហ្វុងត្រូវសរសេរបំភ្លឺឲ្យបានច្បាស់លាស់ជាមុនសិន លោកស្រីស៊ឿនកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាភិបាលត្រូវបានលើកពេលមកមុនរបៀបវារៈគឺការវាយតម្លៃហានិភ័យនៃគម្រោងស៊ីនហ៊ឺពួកគេធ្វើសកម្មភាពលឿនណាស់ សំណួរដែលហេងហ្វុងឆ្លើយមិនចេញខាងត្រួតពិនិត្យក៏នឹងសួរដូចគ្នា អ្វីដែលក្រុមប្រឹក្សាភិបាលបារម្ភបំផុតមិនមែនហេងហ្វុងទេគឺខ្លាចថាពេលអ្នកទទួលយកគម្រោងនឹងបន្តមានបញ្ហា អញ្ចឹងត្រូវដាក់ហានិភ័យទាំងអស់លើតុបង្ហាញឲ្យច្បាស់ការលាក់បាំងហានិភ័យទើបជាដើមចំនៃបញ្ហា តោះទៅជាមួយគ្នា លោកស្រីស៊ឿន
ពួកយើងមិនមែនប្រឆាំងនឹងការជ្រើសរើសមនុស្សទេប៉ុន្តែមនុស្សដែលទើបតែលីឈប់ពីហេងហ្វុងភ្លាមមកទទួលគម្រោងសេះសរបស់ហេងហ្វុងផ្លែហានិភ័យគឺខ្ពស់ពេកហើយប្រសិនបើបរាជ័យជាបន្តទៀតខាងត្រួតពិនិត្យមិនត្រឹមតែត្រូវរ៉ាប់រងការខាតបង់ប៉ុណ្ណោះទេថែមទាំងត្រូវទទួលកំហុសជំនួសហេងហ្វុងទៀត ដូច្នេះថ្ងៃនេះមិនមែនពិភាក្សាថាតើត្រូវជឿជាក់លើនរណាទេគឺពិភាក្សាអំពីវិធីកាត់បន្ថយការខាតបង់ ទីប្រឹក្សាលីនតើលោកអាចធានាបានទេថាក្នុងរយៈពេល1ខែគម្រោងនឹងអាចដំណើរការឡើងវិញមិនអាចទេពេលនេះនរណាដែលនិយាយថាធានា 100% អ្នកនោះគឺកំពុងបោកប្រាស់ខាងត្រួតពិនិត្យហើយសប្តាហ៍ទី1រក្សាទុកតែខ្សែសង្វាក់ចម្បងដែលអាចដំណើរការបានផ្នែកដែលមិនទាន់ផ្ទៀងផ្ទាត់របស់ហេងហ្វុងត្រូវញែកចេញទាំងអស់នោះមិនស្មើនឹងការលុបចោលគម្រោងពាក់កណ្ដាលរបស់ហេងហ្វុងទៅហើយទេមិនមែនលុបចោលទេគឺបញ្ឈប់ការខាតបង់សិនអ្វីដែលប្រើបានត្រូវរក្សាទុកអ្វីដែលមិនទាន់ផ្ទៀងផ្ទាត់ត្រូវកាត់ផ្តាច់ជាបណ្ដោះអាសន្នដំណាក់កាលទី2ជំនួសរចនាសម្ព័ន្ធសិទ្ធិស្នូលឡើងវិញដំណាក់កាលទី3ស្ដារការអនុម័តរបស់សាខាការអនុម័តឆ្លងតំបន់និងដំណើរការមិនប្រក្រតីឡើងវិញជាបណ្ដាចុះចំណាយវិញធៀបនឹងការបណ្ដោយឲ្យហេងហ្វុងពន្យាពេលគឺទាបជាង 30% ករណីអាក្រក់បំផុតក៏អាចគ្រប់គ្រងការខាតបង់ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបានដែរអ្នកថែមទាំងបានសរសេរលក្ខខណ្ឌបរាជ័យចូលទៀតផងសរសេរលក្ខខណ្ឌបរាជ័យឲ្យច្បាស់ទើបដឹងថាពេលណាគួរតែបញ្ឈប់គម្រោងមិនអាចពឹងផ្អែកលើការទប់មុខដើម្បីទ្រាំទ្រនោះទេឲ្យពេលគេសាកល្បងដំណើរការ1ខែធនធានអនុម័តតាមផែនការប៉ុន្តែត្រូវត្រួតពិនិត្យឡើងវិញរៀងរាល់សប្តាហ៍ខ្ញុំជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យ1ខែក្រោយខ្ញុំនឹងបង្ហាញលទ្ធផលជូនខាងត្រួតពិនិត្យសិទ្ធិកម្លាំងមនុស្សថាវិការសុទ្ធតែត្រូវបានអនុម័តហើយទីប្រឹក្សាលីនគម្រោងអាចដំណើរការទៅមុខជាផ្លូវការបានហើយកុំទាន់បញ្ចេញផែនការពេញលេញអីក្រុមប្រឹក្សាភិបាលបានអនុម័តអស់ហើយនៅចាំអ្វីទៀតមិនមែនរងចាំទេគឺបែងចែកកម្រិតរចនាសម្ព័ន្ធស្នូផ្ដល់ឲ្យតែបុគ្គលិកដែលចាំបាច់មើលប៉ុណ្ណោះប្លង់នីមួយត្រូវដាក់ស្នាមទឹកសម្គាល់ដាច់ដោយឡែករាល់ការទាញយកនិងបញ្ជូនបន្តត្រូវតែរក្សាទុកដានកំណត់ត្រាទាំងអស់អ្នកបារម្ភថាហេងហ្វុងរកចម្លើយមិនឃើញក៏មកលួចចម្លើយមែនទេអំបញ្ញមិញពួកគេទើបតែត្រូវសួរដេញដោលកាន់តែឆ្លើយមិនចេញគឺកាន់តែចង់បានរបស់ស្រាប់ឥឡូវខ្ញុំកែប្រែសិទ្ធបញ្ចេញប្លង់លំហូរខាងក្រៅដែលមិនប៉ះពាល់ដល់គម្រោងដាក់លេខកូដសម្គាល់ស្នាមទឹកដាច់ដោយឡែកអ្នកនៅក្នុងក្រុមបច្ចេកទេសត្រួតពិនិត្យមែនទេប្លង់រចនាសម្ព័ន្ធថ្មីរបស់លីនយ៉ានអ្នកគួរតែអាចមើលឃើញហើយខ្ញុំអាចមើលឃើញតែដំណើរការខាងក្រៅប៉ុណ្ណោះមិនប្រកាសថាអាចប្រើការបានទេប្រើបានឬអត់ខ្ញុំជាអ្នកវិនិច្ឆ័យអ្នកផ្ញើមកពេលហេងហ្វុងបន្តកិច្ចសហការឡើងវិញមិនខ្វះផលប្រយោជន៍សម្រាប់អ្នកឡើយខ្ញុំគ្រាន់តែសាកល្បងមើលប៉ុណ្ណោះកុំឲ្យអ្នកដទៃដឹងថាជាខ្ញុំផ្ញើឲ្យសោះឥឡូវផ្ញើមកភ្លាមមកដល់ហើយលេខសម្គាល់17ត្រូវបានបញ្ជូនបន្តទៅកាន់ប្រអប់សម្បត្តិខាងក្នុងរបស់ហេងហ្វុងគូឆឹងពិតជាហ៊ានមែនរក្សាទុកកំណត់ត្រាទាំងអស់នរណាទាញយកនរណាបញ្ជូនបន្តបញ្ជូនទៅទីណាកុំឲ្យខ្វះសំបីតែមួយចំណុចរៀបចំលិខិតផ្លូវការបុគ្គលិកហេងហ្វុងបានលបួងលួចយកផែនការផ្ទៃក្នុងរបស់ខាងត្រួតពិនិត្យខ្សែសង្វាក់ភស្តុតាងគឺពេញលេញហើយអ្នកដឹងមុនហើយថានឹងមានមនុស្សលួចគូឆឹងមិនចេះដោះស្រាយបញ្ហាទេចេះតែលួចចម្លើយរបស់អ្នកដទៃប៉ុណ្ណោះញ៉ាកញ្ចប់ភស្តុតាងទៅផ្នែកច្បាប់សិនរាល់ចំណុចក្នុងលិខិតផ្លូវការមិនត្រូវឲ្យខ្វះឡើយលោកស្រីសឿនផ្នែកច្បាប់បានផ្ទៀងផ្ទាត់រួចហើយតើត្រូវផ្ញើឥឡូវនេះទេផ្ញើទៅបើផ្ទៃមុខទប់មិនឈ្នះខាងត្រួតពិនិត្យទេក៏សង្កត់ក្បាលលីនយ៉ានវិញទៅគេមានខាងត្រួតពិនិត្យនៅពីក្រោយគេមិនលើកទូរស័ព្ទខ្ញុំទេក្នុងព័ត៌មានលីនយ៉ានមានលេខទូរស័ព្ទគ្រួសារឪពុកម្ដាយគេប្រហែលជាមិនទាន់ដឹងរឿងទាំងនេះទេទៅជួបពួកគាត់ទៅកុំនិយាយផ្ដាច់ពាក្យពេកគ្រាន់តែនិយាយថាប្រសិនបើលីនយ៉ានមិនព្រមសហការក្រុមហ៊ុននឹងទាមទារសំណងជំងឺចិត្តទៅជួបឪពុកម្ដាយគេតើមិនហួសហេតុពេកទេគេធ្វើឲ្យហេងហ្វុងបាក់មុខកុំបន្ទោសថាក្រុមហ៊ុនរកដល់ផ្ទះឲ្យសោះលោកពូអ្នកមីងពួកយើងមិនមែនមកគំរាមកំហែងទេក្រោយពីលីនយ៉ានលាឈប់គម្រោងមានបញ្ហាធំក្រុមហ៊ុនខាតបង់មិនតិចឡើយកូនប្រុសខ្ញុំតែងតែខិតខំធ្វើការណាស់តើគេអាចធ្វើបាបក្រុមហ៊ុនយ៉ាងដូចម្ដេចក្រុមហ៊ុនកំពុងរៀបចំទាមទារការទទួលខុសត្រូវបើគេព្រមត្រឡប់មកសហការវិញរឿងសំណងនៅតែអាចចរចាបានត្រូវសងប៉ុន្មានមើលទៅតាមការវាយតម្លៃរបស់ក្រុមហ៊ុនរាប់សែនយ៉នក៏អាចទៅរួចដែរនរណាអនុញ្ញាតឲ្យពួកឯងមកផ្ទះខ្ញុំលីនយ៉ានក្រុមហ៊ុនគ្រាន់តែសង្ឃឹមថាអ្នកសហការក្នុងការបំភ្លឺគុំធ្វើឲ្យរឿងកាន់តែធំចង់ឲ្យខ្ញុំទទួលស្គាល់ថាការប្រគល់ការងារមិនពេញលេញហើយបិទបាំងរឿងដែលគូឆឹងពន្យាពេលគម្រោងមែនទេសៀវយ៉ានតើមានរឿងអ្វីកើតឡើងឲ្យប្រាកដក្នុងពិធីជួបជុំចុងឆ្នាំសន្យាថានឹងឲ្យប្រាក់រង្វាន់ចុងឆ្នាំខ្ញុំ 100000តែជាក់ស្ដែងបានតែ 2000 ប៉ុណ្ណោះខ្ញុំទៅសួរពួកគេបែរជានិយាយថាមិនបានបើកខុសទេគម្រោងមានបញ្ហាក៏ទម្លាក់ការទទួលខុសត្រូវទាំងអស់មកលើខ្ញុំដូច្នេះឯងមិនមែនរអ៊ូតមរឿងការងារលំបាកទេគឺត្រូវគេធ្វើបាបសោះពុកកូនសុំទោសកូនខ្លាចពុកម៉ែបារម្ភទើបមិនបានប្រាប់មនុស្សយើងក្របានតែមិនអាចឲ្យគេជន់ឈ្លីហើយនៅតែជួយគេនិយាយនោះទេត្រឡប់ទៅប្រាប់ជើជីមីងវិញទៅកុំមកញ៉ៃញ៉ៃជាមួយក្រុមគ្រួសារខ្ញុំទៀតថ្ងៃស្អែកខ្ញុំនឹងទម្លាយរាល់រឿងដែលហេងហ្វុងបានធ្វើឲ្យច្បាស់រឿងទាំងនេះផ្ញើចេញទៅតើអាចបង្កបញ្ហាជាមួយពួកគេទៀតទេម៉ែពួកគេមករកដល់ផ្ទះទៅហើយ
បើខ្ញុំនៅតែដកថយពួកគេរឹតតែគិតថាយើងងាយនឹងសម្លុតពួកគេជាអ្នកជិះទឹកក៏ខ្វក់ដាក់កូនមុនអញ្ចឹងមិនបាច់រងចាំដល់ថ្ងៃស្អែកទេព័ត៌មានអាក្រក់បានសាយភាយក្នុងគ្រប់ជាច្រើនក្នុងឧស្សាហកម្មហើយបើអ្នកចង់ឆ្លើយតបខ្ញុំនឹងឲ្យផ្នែកទំនាក់ទំនងសាធារណៈរបស់ខាងត្រួតពិនិត្យសហការមិនបាច់បញ្ចេញអារម្មណ៍ខឹងសម្បាទេហើយក៏មិនបាច់ជួយខ្ញុំជានរណាដែរគ្រាន់តែបង្ហាញការពិតប៉ុណ្ណោះតើអ្នកចង់បង្ហាញយ៉ាងដូចម្តេច4ចំណុចពិធីជួបជុំសន្យាជាសាធារណៈថាឲ្យ 100000 ជាក់ស្ដែងចូលកុងតែ 2000 ផ្នែកកិននេឲ្យបញ្ជាក់ថាមិនបានបើកខុសមុនពេលលីឈប់ខ្ញុំបានប្រគល់ការងារពេញលេញក្រោយពីគូឈឹងទទួលការងាររួចបានកែប្រែការវិភាគធ្វើតែទម្លាក់កំហុសលួចប្លង់គម្រោងតើអ្នកអតីនឹងជឿទេមានភូស្តាងនៅទីនេះអ្នកអតីនឹងមើលដោយខ្លួនឯងពិធីជួបជុំសន្យា 100000 ចូលកុង 2000 រឿងនេះអាក្រក់មើលពេកហើយការបញ្ចេញមតិសុទ្ធតែសួរថាហេងហ្វុងកេងបន្លំប្រាក់រង្វាន់ដោយចិត្តណាមែនទេតើឯកសារអនុម័តកិននេឲ្យធ្លាក់ទៅក្នុងដៃគេយ៉ាងដូចម្តេចគេមិនបានយកឯកសារអនុម័តទេអ្វីដែលគេបង្ហោះគឺកំណត់ត្រាប្រាក់ខែចូលកុងនិងពេលវេលាដែលពួកលោកឲ្យគេចុះហត្ថលេខាទូកំហុសឲ្យគេលុបការបង្ហោះចោលភ្លាមលោកប្រធានចៅការចែករំលែកទុកមិនជាប់ទៀតទេដៃគូសហការជាច្រើនក៏កំពុងសួរក្នុងក្រុមដែរថាតើការប្រគល់គម្រោងពិតជាពេញលេញដែរឬទេនិយាយឲ្យដូចគ្នាទាំងអស់កិននេឲ្យបើកប្រាក់តាមនីតិវិធីបញ្ហាគម្រោងមិនពាក់ព័ន្ធនឹងប្រាក់រង្វាន់ទេអ្នកគ្រប់គ្រងហឺការនោះអ្នកជាអ្នកចុះហត្ថលេខាបើមានរឿងកើតឡើងពិតមែនអ្នកក៏មិនអាចគេចផុតពីការទទួលខុសត្រូវដែរលោកប្រធានគូការនោះគឺលោកជាអ្នកឲ្យខ្ញុំរៀបចំឯកសារអនុម័តតាមចំនួន 2000 តើមានភូស្តាំងទេអ្នកគ្រប់គ្រងហឺលីនយ៉ានប្រាក់រង្វាន់មិនមែនខាងកណេឲ្យគិតខុសទេគឺគូឈឹងឲ្យខ្ញុំបដូរពី 100000 មកសល់ 2000 ខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះអ្នកនិយាយឥឡូវនេះគឺខ្លាចត្រូវរ៉ាប់រងកំហុសមែនទេមែនហើយខ្ញុំខ្លាចប៉ុន្តែរឿងនេះពិតជាមិនមែនជាបញ្ហារបស់អ្នកទេតើក្នុងដៃអ្នកមានអ្វីខ្លះកំណត់ត្រាជែកកំណត់ត្រាកែប្រែការអនុម័តតារាងបើកប្រាក់និងសារដែលគូឈឹងឲ្យខ្ញុំបិទមាត់នៅយប់នេះកុំផ្ញើមកឲ្យខ្ញុំជាលក្ខណៈឯកជនអីអ្នកខ្ចប់ភូស្តាំងទាំងអស់ផ្ញើទៅប្រអប់សម្បត្តិអនុលោមភាពរបស់ហេងហ្វុងទន្ទឹមនឹងនោះផ្ញើចម្លងជូនអ្នកទទួលខុសត្រូវផ្នែកច្បាប់របស់ខាងត្រួតពិនិត្យរក្សាទុកកំណត់ត្រាផ្ញើចេញផងតើអ្នកមិនយកវាទៅបង្ហោះជាសាធារណៈផ្ទាល់ទេភូស្តាំងមិនមែនប្រើសម្រាប់បញ្ចេញកំហឹងទេដើម្បីឲ្យវាមានប្រសិទ្ធភាពរឹងមាំត្រូវតែដើរតាមផ្លូវដែលមានកំណត់ត្រាត្រឹមត្រូវគឺចឹងនាងចង់ការពារខ្លួនឯងរឿងបដូរប្រាក់រង្វាន់ពី 100000 មកសល់ 2000 គួរតែអាចបំពេញបន្ថែមខ្សែសង្វាក់ភូស្តាំងបានកាលពីមុននាងក៏ធ្លាប់មើលងាយអ្នកដែរខ្ញុំចាំបានប៉ុន្តែអ្វីដែលត្រូវការឥឡូវនេះគឺការពិតមិនមែនឲ្យនរណាម្នាក់មកលុតជង្គង់សុំទោសឡើយបានផ្ញើចម្លងជូនប្រអប់សម្បត្តិអនុលោមភាពរបស់ហេងហ្វុងនិងផ្នែកច្បាប់របស់ខាងត្រួតពិនិត្យហើយខ្សែសង្វាក់ភូស្តាំងនេះត្រូវបានបិទជិតហេងហ្វុងពិបាកនឹងចោទថាអ្នកលីឈប់ដោយចិត្តនេះអាក្រក់ទៀតណាស់កុំតន់ខ្វល់ពីការស្លន់ស្លោរបស់ពួកគេអីយប់នេះត្រូវបញ្ចប់ការធ្វើតេស្តដំណាក់កាលទី1ឲ្យរួចរាល់បន្តទៅមុខទៀតចំណុចបន្ទាប់ដំណើរការអនុម័តមិនប្រក្រតីការអនុម័តមិនប្រក្រតីឆ្លងតំបន់ចាប់ដើមបញ្ជូនត្រឡប់មកវិញហើយការពន្យាពេលគឺគូជាងការរំពឹងទុកបន្តិចកុំទាន់ឲ្យកែប្រែមើលចំនួនដងនៃការសាកល្បងឡើងវិញសិនសាកល្បងឡើងវិញម្ដងទៀតដំណើរការហើយដំណើរការមិនប្រក្រតីក៏ដំណើរការបានរលូនហើយដំណាក់កាលទី1បានរួចតេស្តចប់សពគ្រប់ទាំងអស់ហើយកំពុងដំណើរការតេស្តស្ថិរភាពក្នុងរយៈពេល30នាទីបើគ្មានភាពមិនប្រក្រតីទើបចាត់ទុកថាជាប់សូម្បីតែការអបអរក៏លោកត្រូវពន្យាពេលកន្លះម៉ោងដែរប្រព័ន្ធមិនកាត់បន្ថយកំហុសដោយសារតែយើងសប្បាយចិត្តនោះទេស្ថិរភាពខ្ពស់ជាងសូចណាកដើម18ការពន្យាពេលបញ្ជូនត្រឡប់នៃភាពមិនប្រក្រតីគឺទាបជាងកម្រិតប្រកាសអាសន្នមានន័យថាភាពរញ៉េញ៉ៃដែលហេងហ្វឹងបន្សល់ទុកដំណាក់កាលទី1ត្រូវបានទប់ស្កាត់ហើយទប់ស្កាត់បានហើយតែមិនទាន់ចប់ទេដំណាក់កាលទី2ត្រូវផ្លាស់ប្ដូររចនាសម្ព័ន្ធសិទ្ធិស្នូលហានិភ័យនឹងកាន់តែប្រមូលផ្ដុំលោកនៅតែមិនធានាថាប្រកាសជាជោគជ័យមែនទេខ្ញុំគ្រាន់តែធានាថារាល់ជំហានមានកំណត់ត្រាមានសូចនាករនិងមានកម្រិតកំណត់ការខាតបង់អនុវត្តតាមចង្វាក់នេះបន្តទៅធនធានបន្តផ្គត់ផ្គង់ចាប់ពីថ្ងៃនេះទៅលីនយ៉ានទទួលបន្ទុកជាប្រធានគម្រោងស៊ីនហ៊ឺជាផ្លូវការធនធានសិទ្ធិអំណាចនិងការទទួលខុសត្រូវអនុវត្តតាមតួនាទីនេះដំណាក់កាលទី1គ្រាន់តែជាការទប់ស្កាត់ការខាតបង់ដំណាក់កាលទី2ទើបជាការកសាងឡើងវិញយ៉ាងពិតប្រាកដសិនស៊ឺជឿជាក់លើលទ្ធផលហើយក៏ជឿជាក់លើមនុស្សដែលអាចបង្កើតលទ្ធផលបានលោកប្រធានចៅខាងឈីយៀនសួរថាតើប្រព័ន្ធរបស់ពួកគេក៏មានបញ្ហាបរិស្ថានសាកល្បងជំនួសបរិស្ថានផ្លូវការដែរឬទេហុងតាក៏ស្នើសុំផ្អាកការត្រួតពិនិត្យទទួលយកនៅសប្តាហ៍ក្រោយដោយថាសូមមើលកំណត់ត្រាតេស្តពេញលេញសិនតើអ្នកណាបញ្ជូនរបាយការណ៍របស់សិនស៊ឺចូលទៅក្នុងក្រុមអតិថិជនមិនមែនតែមនុស្សម្នាក់ទេដែលបញ្ជូនបន្តអតិថិជនខ្លួនឯងក៏បានឃើញនៅក្នុងគ្រប់អាជីវកម្មដែរ
លោកប្រធានជើនេះគឺជាចេតនារបស់លីនយ៉ានក្នុងការបង្កើតចលាចលបន្ទាប់ពីគេលីឈប់គេធ្វើឲ្យបញ្ហាកាន់តែធំដោយចេតនាទើបអតិថិជនភ័យស្លន់ស្លោបែបនេះលោកប្រធានជើពួកយើងមិនមែនមកដើម្បីស្ដាប់ការពន្យល់ទេសិនស៊ឺអាចដំណើរការសាឡបងបានបន្ទាប់ពីលីនយ៉ានចូលកាន់កាប់ហេតុអ្វីបានជាមុននេះហេងវឹងចេះតែថាមកពីបរិស្ថានអតិថិជនលោកប្រធានវាងស្ថានភាពគម្រោងនីមួយគឺខុសគ្នាខាងសិនស៊ឺគ្រាន់តែជាករណីដោយឡែកប៉ុណ្ណោះករណីដោយឡែកពួកយើងទើបតែពិនិត្យកំណត់ត្រាទទួលយកផ្ទាល់ខ្លួនក៏មានការធ្វើតេស្តត្រឹមតែមួយជុំប៉ុណ្ណោះឯងមិនមែននិយាយថាមានតែគម្រោងសិនស៊ឺទេដែលកាត់បន្ថយការធ្វើតេស្តគម្រោងមួយចំនួនគឺដើម្បីប្រញាប់ប្រគល់ការងារតាមពេលមិនប៉ះពាល់ដល់ការប្រើប្រាស់ចុងក្រោយទេបើមិនប៉ះពាល់ទេចុះបញ្ជូនបញ្ជីហានិភ័យពេញលេញនិងកំណត់ត្រាតេស្តមកឲ្យពួកយើងបើបញ្ជូនមិនចេញទេការទូទាត់ប្រាក់នៅសល់ត្រូវផ្អាកសិនលោកប្រធានជើគម្រោងជីយានហុងតានិងប៉ៃឈួនគំរូសិទ្ធិមូលដ្ឋានសុទ្ធតែត្រូវបានប្រធានក្រុមលីនរៀបចំកាលពីមុនចុះឥឡូវនេះអ្នកណាអាចដោះស្រាយបានផ្ញើសម្បត្តិលួងលោមអតិថិជនសិនដោយប្រាប់ថាការប្រែប្រួលថ្មីគឺការយល់ច្រឡំពីខាងក្រៅដែលបង្កឡើងដោយបុគ្គលិកលីឈប់ខាងក្នុងហេងហ្វឹងនិងវិលមករកប្រក្រតីភាពជាបណ្ដាវិលមករកប្រក្រតីជាបណ្ដាយកអ្វីមកវិលត្រឡប់លោកប្រធានជើមានអតិថិជន2រូបទៀតស្នើសុំជួបលោកមានអតិថិជនសួរថាតើសិនស៊ឺអាចទទួលគម្រោងចាស់ឡើងវិញបានទេសុទ្ធតែជាអតិថិជនខាងហេងហ្វឹងលោកយល់យ៉ាងណាដែរមិនដណ្ដើមអតិថិជនទេបញ្ចប់គម្រោងស៊ីនហ៊ឺជាមុនសិនទើបសិនស៊ឺមានសិទ្ធិនិយាយរឿងផ្សេងទៀតឯនេះពិតជាមែនមិនថាខាងក្រៅវឹកវរយ៉ាងណាទេតារាងក្នុងដៃនេះត្រូវតែកែឲ្យចប់សិនគាត់ពីមុនមកគឺបែបនេះឯងលោកប្រធានសិនទីប្រឹក្សាលីនជើជីមៀងបានមកដល់ហើយព្រមទាំងកាន់កិច្ចព្រមព្រៀងសងជំនួយចិត្តដោយចង់ជួបលីនយ៉ានតែម្នាក់ឯងឲ្យគាត់ទៅបន្ទប់ប្រជុំទៅលីនយ៉ានមុននេះក្រុមហ៊ុនចាត់ចែងមិនបានដិតដល់ថ្ងៃនេះខ្ញុំមកជាមួយទឹកចិត្តស្មោះត្រង់ទឹកចិត្តស្មោះត្រង់របស់លោកប្រធានជើគឺជាកិច្ចព្រមព្រៀងនេះឬ300000ទាំងប្រាក់រង្វាន់ចុងឆ្នាំការយល់ច្រឡំនិងផលប៉ះពាល់មួយរយៈនេះក្រុមហ៊ុននឹងផ្ដល់ជូនឯងទាំងអស់ក្នុងពេលតែមួយឯងដកការឆ្លើយតបជាសាធារណៈចេញហើយថ្ងៃក្រោយកុំលើកឈ្មោះហេងវឹងទៀតលក្ខខណ្ឌរក្សាការសម្ងាត់ដកសេចក្តីថ្លែងការណ៍មិនអនុញ្ញាតឲ្យពិភាក្សាជាសាធារណៈអំពីគម្រោងហេងហ្វឹងទៀតលោកប្រធានជើនេះមិនមែនជាការសងជំងឺចិត្តទេគឺជាការបិទមាត់លីនយ៉ាន300000មិនតិចទេណាកាលពីដំបូងដែលឯងទាមទារមិនមែនប្រាក់រង្វាន់100,000ទេអ្វីដែលខ្ញុំទាមទារមិនមែនជាលុយទេគឺក្រុមហ៊ុនមិនអាចសន្យា100,000ជាចំហរួចលួចបើកតែ2000នៅពីក្រោយក្នុងនោះទេចុះឯងចង់បានអ្វីទី1ហេងហ្វឹងត្រូវកែតម្រូវការពិតជាសាធារណៈទទួលស្គាល់ថាមានបញ្ហាក្នុងការបើកប្រាក់រង្វាន់និងការទម្លាក់កំហុសរឿងគម្រោងទី2បើកសងប្រាក់រង្វាន់ដល់បុគ្គលិកទាំងអស់ដែលត្រូវបានកាត់កងនិងបដូរឈ្មោះទី3ដកសម្ពាធទាំងអស់ដែលដាក់លើពុកម្ដាយខ្ញុំឯងចង់យកហេងហ្វឹងទៅដាក់ដុតលើភ្លើងមែនទេភ្លើងគឺពួកលោកជាអ្នកដុតដោយខ្លួនឯងទេលោកប្រធានជើបើសិនជាលោកគ្រាន់តែមកទិញភាពស្ងប់ស្ងាត់សិនស៊ឺគ្មានពេលសម្រាប់កិច្ចប្រជុំនេះទេគេមិនព្រមចុះហត្ថលេខាទេគេទាមទារឲ្យសុំទោសជាសាធារណៈនិងសងជំងឺចិត្តបុគ្គលិកទាំងអស់ដែលត្រូវបានកាត់ប្រាក់មិនអាចបណ្ដោយឲ្យគេបន្តធ្វើគម្រោងស៊ីនហ៊ឺបានជោគជ័យឡើយសិនស៊ឺកាន់តែជោគជ័យហេងហ្វឹងកាន់តែលៀងខ្លួនមិនជ្រះគ្មានវិធីទេឥឡូវសិនស៊ឺនៅតែប្រើ interface ចាស់របស់ហេងហ្វឹងឲ្យតែការដំណើរការសាឡបងមានបញ្ហាតែម្ដងដំណោះស្រាយថ្មីរបស់គេនឹងត្រូវគេសង្ស័យភ្លាមកុំបន្សល់ទុកដានឲ្យសោះខ្ញុំដឹងថាប្រព័ន្ធចាស់កន្លែងណាដែលងាយមានបញ្ហាជាងគេ interface នេះនៅតែភ្ជាប់ជាមួយ server ចាស់របស់ហេងហ្វឹងឲ្យតែវាបញ្ជូនត្រឡប់ច្រំដែលពេលដំណើរការសាឡបងខាងសិនស៊ឺនឹងជួបការពន្យាពេលក្នុងការអនុម័តតើអាចស៊ើបដឹងដល់ហេងហ្វឹងទេ interface ចាស់ពីដើមមកគឺជាបញ្ហាបន្សល់ទុកពីមុនយ៉ាងច្រើនចាត់ទុកជាបញ្ហាភាពត្រូវគ្នានៃប្រព័ន្ធឥឡូវនេះលីនយ៉ានទទួលបន្ទុកគម្រោងថ្មីបើមានបញ្ហាកើតឡើងការទទួលខុសត្រូវធ្លាក់លើរូបគេហើយឲ្យតែមានបញ្ហាកើតឡើងកុំឲ្យសល់ភស្តុតាងការពន្យាពេលបញ្ជូនត្រឡប់មានភាពមិនប្រក្រតីបណ្ដាញក្រុមហ៊ុនបុតសម្ព័ន្ធទាំង3ទាំងដំណើរគ្នាទើបតែប្រកាសថាដំណាក់កាលទី1ជោគជ័យដំណាក់កាលទី2ក៏មានបញ្ហាតែម្ដងតើមកពីគម្រោងថ្មីមែនទេកុំទាន់សន្និដ្ឋានមើលប្រភពនៃសំណើសិនមិនមែនជាសំណើផ្ទៃក្នុងរបស់សិនស៊ឺទេប្រភពកំពុងបញ្ជូនត្រឡប់ទៅប្រព័ន្ធចាស់ចាក់សរ request headers ពេលវេលានិងអាសយដ្ឋានប្រភពទាំងអស់កុំទាន់រារាំងតាមដានសិនលោកសង្ស័យថាមានអ្នកណាចិត្តណាប្រើ interface ចាស់មែនទេមិនមែនគ្រាន់តែសង្ស័យទេពេលវេលានេះគឺត្រូវចំពេកហើយគឺហេងហ្វឹងទៀតហើយការបញ្ជូនត្រឡប់ចាស់ត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពី10នាទីមុនកណីដែលបើកគឺជាកណីថែទាំរបស់ហេងហ្វឹងរក្សាទុក snapshot ទាញយក log ហើយបដូរបរិស្ថានសាកល្បងទៅកាន់ channel ដាច់ដោយឡែកសូមអញ្ជើញប្រធានផ្នែកច្បាប់មកកាន់បន្ទប់គម្រោងខ្សែសង្វាក់ភស្តុតាងគ្រប់គ្រាន់ហើយអាចផ្ញើលិខិតផ្លូវការទៅហេងហ្វឹងនិងពន្យល់ប្រភពនៃបញ្ហាដល់ដៃគូសហការដំណើរគ្នាកុំគ្រាន់តែនិយាយថាហេងហ្វឹងវាប្រហារពួកយើង
ត្រូវបញ្ជាក់ឲ្យច្បាស់ថា interface ចាស់ត្រូវបានរំខានដោយមនុស្សមិនមែនដំណោះស្រាយថ្មីរបស់សិនស៊ឺបាត់បង់ការគ្រប់គ្រងនោះទេ ផ្ញើតាមការពិតទៅ ពួកគេកាន់តែប្រញាប់កាន់តែបន្សល់ទុកស្លាកស្នាមទើបតែកើតបញ្ហាភ្លាមឯងមិនបានប្រកាសទៅខាងក្រៅភ្លាមថាហេងហ្វឹងវីប្រហារសិនស៊ឺនោះទេភស្តុតាងអាចបង្ហាញត្រឹមតែថា interface ចាស់ត្រូវបានដាស់ឡើងដោយចេតនាប៉ុណ្ណោះអាចបង្ហាញដល់កម្រិតណាគឺនិយាយដល់កម្រិតនោះធ្វើបែបនេះគឺកាន់តែរឹងមាំសម្រាប់ខាងក្រៅហើយដៃគូសហការក៏កាន់តែងាយទទួលយកឯងត្រូវបានហេងហ្វឹងបង្ខំដល់ថ្នាក់នេះនៅតែអាចទប់អារម្មណ៍បានទៀតគម្រោងមិនអាចស្ដារឡើងវិញដោយសារអារម្មណ៍នោះទេអារម្មណ៍អាចបញ្ចេញបានតែភស្តុតាងមិនអាចប្រើផ្ដេសផ្ដាស់ឡើយមកជាមួយខ្ញុំមួយផ្លេតលីនយ៉ានក្រៅពីបញ្ចប់គម្រោងស៊ីនហ៊ឺតើឯងចង់បានអ្វីទៀតអ្វីដែលលោកប្រធានសិនសួរគឺតំណែងឬក៏លក្ខខណ្ឌអាចនិយាយគ្នាបានទាំងអស់ខ្ញុំចង់បានក្រុមការងារមួយដែលធ្វើការតាមច្បាប់និងបែងចែកសមិទ្ធផលតាមសមត្ថភាពអ្នកណាជាអ្នកសរសេរគម្រោងអ្នកណាទទួលខុសត្រូវហានិភ័យប្រាក់រង្វាន់ចែកបែបណាឈ្មោះអ្នកណាត្រូវដាក់គឺត្រូវបង្ហាញឲ្យច្បាស់លាស់ទាំងអស់ឯងមិននិយាយពីរឿងប្រាក់បៀវត្សមុនទេប្រាក់បៀវត្សត្រូវតែនិយាយតែច្បាប់ទម្លាប់គឺសំខាន់ជាងបើមិនកែប្រែច្បាប់ទម្លាប់ទេមនុស្សបន្ទាប់ដែលខិតខំធ្វើការក៏នៅតែត្រូវគេចាត់ទុកជាឧបករណ៍ដែរអ្វីដែលឯងចង់កែប្រែមិនមែនត្រឹមតែគម្រោងនោះទេគម្រោងអាចដំណើរការបានគឺអាស្រ័យលើបច្ចេកវិទ្យាក្រុមការងារអាចគង់វង្សបានយូរអង្វែងគឺអាស្រ័យលើច្បាប់ទម្លាប់ចាប់ពីថ្ងៃនេះទៅគម្រោងធ្វើឲ្យប្រសើរឡើងផ្នែក Digital របស់សិនស៊ឺទាំងមូលត្រូវប្រគល់ឲ្យលីនយ៉ានទទួលខុសត្រូវគម្រោងស៊ីនហ៊ឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះកម្លាំងមនុស្សថវិកានិងការសម្របសម្រួលអន្តរនយោបាឋានគឺត្រូវរាយការណ៍រួមគ្នាតាមរយៈលីនយ៉ានប្រាក់រង្វាន់ផ្ទៃក្នុងក្រុមនិងយន្តការដាក់ឈ្មោះក៏ត្រូវកំណត់ច្បាប់ដោយរូបគេផ្ទាល់ដែរអបអសាទរលោកប្រធានគ្រប់គ្រងទូទៅលីនខ្ញុំសូមកំណត់3ចំណុចជាមុនសិនការចូលរួមចំណែកត្រូវតែមើលឃើញហានិភ័យត្រូវតែរាយការណ៍ប្រាក់រង្វាន់ត្រូវបែងចែកតាមលទ្ធផលនិងការទទួលខុសត្រូវលោកប្រធានលីនតើខ្ញុំអាចសូមចូលរួមក្នុងក្រុមលើកកម្ពស់គម្រោងបានទេអ្នកដែលស្ម័គ្រចិត្តធ្វើការតាមច្បាប់សុទ្ធតែអាចមកបានទាំងអស់លោកប្រធានលីនខ្ញុំសូមចូលរួមដែរពីមុនក្នុងគម្រោងចាស់ខ្ញុំធ្លាប់សរសេរប្លង់ប្រព័ន្ធសិទ្ធិ2ឈុតតែចុងក្រោយគ្មានឈ្មោះខ្ញុំតតែសោះខ្ញុំក៏សូមចូលរួមដែរឲ្យតែការខិតខំត្រូវបានគេមើលឃើញធ្វើការថែម៉ោងយប់ជ្រៅក៏ខ្ញុំមិនខ្លាចដែរពីមុនហៅមនុស្សមកថែម៉ោងត្រូវបង្ខំស្ទើរដាច់ខ្យល់ថ្ងៃនេះបែរជាខាត់មិនឈ្នះទៅវិញការចូលរួមក្នុងក្រុមមិនមែនមកដើម្បីដណ្ដើមស្នាដៃទេអ្នកណាកាន់ផ្នែកណារីកាហានិភ័យប៉ុន្មានដងបញ្ហាដោះស្រាយដល់ណាសុទ្ធតែត្រូវបង្ហាញជាសាធារណៈសិនស៊ឺគ្រប់គ្រងច្បាប់ទម្លាប់នេះទី1ការរួមចំណែកក្នុងគម្រោងត្រូវដាក់ឈ្មោះដល់បុគ្គលផ្ទាល់ទី2ហានិភ័យអ្នកណាឃើញអ្នកនោះកត់ត្រាមិនកាត់ពិន្ទុឡើយទី3មូលនិធិប្រាក់រង្វាន់ត្រូវបែងចែកតាមលទ្ធផលនិងការទទួលខុសត្រូវទី4គ្មានបុគ្គលណាអាចយកស្នាដៃជំនួសអ្នកដទៃបានឡើយរីកាហានិភ័យមិនកាត់ពិន្ទុទេមិនរីកាទើបត្រូវកាត់អ្វីដែលគ្រោះថ្នាក់បំផុតក្នុងគម្រោងមិនមែនជាហានិភ័យទេគឺការធ្វើពុតជាគ្មានហានិភ័យទៅវិញទេខ្ញុំបានធ្វើគំរូកំណត់ត្រាការរួមចំណែកហើយរាល់ភារកិច្ចសុទ្ធតែមានអ្នកទទួលខុសត្រូវអ្នកសហការនិងលទ្ធផលត្រួតពិនិត្យខាងផ្នែកបច្ចេកវិទ្យាក៏ធ្វើសមកាលកម្មដែរការដាក់បញ្ជូនកូដការវិតម្លៃគម្រោងការដោះស្រាយកំហុសសុទ្ធតែរក្សាទុកដានដោយស្វ័យប្រវត្តិបែបនេះទើបដូចជាក្រុមការងារពិតប្រាកដច្បាប់ដែលលោកចង់បានចាប់ផ្ដើមអនុវត្តហើយមិនមែនជាច្បាប់របស់ខ្ញុំទេគឺជាច្បាប់ដែលមនុស្សខិតខំធ្វើការទាំងអស់គួរតែទទួលបានសូម្បីតែការបែងចែកប្រាក់រង្វាន់ក៏ពួកគេបង្ហាញជាសាធារណៈដែរចំណែកខាងយើងវិញសូម្បីតែអ្នកណាជាអ្នកសរសេរគម្រោងក៏ត្រូវគេបដូរឈ្មោះចោលដែរម៉ោងធ្វើការមកមើលរឿងទាំងនេះធ្វើអីសិនស៊ឺគ្រាន់តែសម្ដែងធ្វើពុតប៉ុណ្ណោះសំណើវិនកម្មផ្ទៃក្នុងតាក់ទងនឹងប្រាក់រង្វាន់និងកំណត់ត្រាប្រគល់គម្រោងរបស់ហេងអ្នកណាផ្ញើមកខាងវិនិយោគិនពួកគេតម្រូវឲ្យដាក់ជូនក្នុងរយៈពេល3ថ្ងៃនៅមូលនិធិប្រាក់រង្វាន់គម្រោងកំណត់ត្រាដាក់ឈ្មោះនិងព័ត៌មានលម្អិតអំពីការចំណាយលើសេវាក្រៅក្នុងរយៈពេល3ឆ្នាំចុងក្រោយគូឆឹងពន្យល់រឿងនេះបន្តិចមើលលោកប្រធានចៅអ្វីដែលពួកយើងវិនិយោគគឺសមត្ថភាពគម្រោងមិនមែនបញ្ជីកណេឲ្យមិនច្បាស់លាស់ទេមូលនិធិប្រាក់រង្វាន់គម្រោង3ឆ្នាំហេតុអ្វីបានជាច្រើនលើកមិនបានធ្លាក់ដល់ដៃអ្នករួមចំណែកពិតប្រាកដយន្តការលើកទឹកចិត្តផ្ទៃក្នុងរបស់ក្រុមហ៊ុនមានភាពស្មុគស្មាញប្រាក់រង្វាន់ខ្លះត្រូវបានបែងចែកតាមការគ្រប់គ្រងជារួមរបស់ថ្នាក់ដឹកនាំចុះករណីលីនយ៉ាងក្នុងពិធីជប់លៀងប្រចាំឆ្នាំប្រកាសថា 100000 តែពេលធ្លាក់ដល់កណីបានតែ 2000 ក៏ហៅថាការចាត់ចែងជារួមដែរខ្ញុំមានខ្សែសង្វាក់ឯកសារអនុម័តនៅទីនេះគឺជាងគិតឲ្យច្បាស់សិនណាខ្ញុំគិតច្បាស់ហើយបើមិននិយាយទេអ្នកដែលត្រូវទទួលទោសជំនួសគឺជារូបខ្ញុំពាក្យស្នើសុំកែប្រែគឺមកពីគូឆឹងចំណាំការអនុម័តសរសេរថាជាការកែសម្រួលពិសេសរបស់ថ្នាក់ដឹកនាំខ្ញុំគ្រាន់តែជាអ្នកអនុវត្តការបើកផ្ដល់ចុងក្រោយប៉ុណ្ណោះគុំទម្លាក់កំហុសមកលើខ្ញុំមិនត្រឹមតែប្រាក់រង្វាន់ប៉ុណ្ណោះទេការចំណាយលើសេវាក្រៅនៃគម្រោងទាំង3ជាយានហុងតានិងប៉ៃឈួនភីគីទទួលការទូទាត់និងការប្រគល់ជាក់ស្ដែងគឺមិនស្របគ្នានោះទេលោកប្រធានគូតើអ្នកណាជាអ្នកតាក់ទងក្រុមហ៊ុនផ្ដល់សេវាក្រៅទាំងនេះការជួលសេវាក្រៅគឺដើម្បីពន្លឿនវឌ្ឍនភាពនីតិវិធីប្រហែលជាមានការធ្វេសប្រហែសខ្លះធ្វេសប្រហែសរហូតដល់ផ្ទេចូលកាន់នេះទទួលប្រាក់តែមួយធ្វេសប្រហែសរហូតដល់មានការចំណាយជាច្រើនលើកគ្មានកំណត់ត្រាត្រួតពិនិត្យទទួលយកប៉ុន្មានលើកនេះគឺគូឆឹងយកមកឲ្យខ្ញុំចុះហត្ថលេខាគាត់ប្រាប់ថាជាការចំណាយបន្ទាន់
លោកប្រធានចៅការចំណាយបន្ទាន់បើគ្មានលោកមុខក្បាលយល់ព្រមតើខ្ញុំហ៊ានចាត់ចែងទេផា10នាទីបញ្ជូនបញ្ជីប្រាក់ចំណាយសេវាក្រៅនិងកំណត់ត្រាបង្កក់សិទ្ធិទាំងអស់មកឲ្យខ្ញុំ លោកប្រធានចៅខាងវិនិយោគិនតម្រូវឲ្យបង្កក់សិទ្ធិរបស់លោកប្រធានគូនិងផ្អាកការទូទាត់ថ្លៃសេវាក្រៅដែលមិនទាន់បានត្រួតពិនិត្យ លោកប្រធានចៅលោកមិនអាចរុញខ្ញុំចេញតែម្នាក់ឯងបែបនេះទេកាលពីដើមរឿងកែសម្រួលប្រាក់រង្វាន់បែបណារឿងសេវាក្រៅចាត់ចែងយ៉ាងណាលោកសុទ្ធតែដឹងទាំងអស់អ្វីដែលខ្ញុំដឹងគឺឯងធានាថានឹងធ្វើគម្រោងឲ្យបានល្អតែលើគម្រោងក៏ខូចឯបញ្ជីកណេឲ្យក៏ញ៉ៃញ៉ៃទៀតលោកចង់ផ្ដាច់ទំនាក់ទំនងពីខ្ញុំឬខ្ញុំក៏មានកំណត់ត្រាទុកដែរលោកប្រធានចៅការស៊ើបអង្កេតបន្តទៅមុខទៀតចំណុចបន្ទាប់គឺកំណត់ត្រាអនុម័តពិសេសរបស់ប្រធានក្រុមប្រឹក្សាភិបាលលោកប្រធានចៅការទូទាត់ថ្លៃសេវាក្រៅនិងការកែសម្រួលប្រាក់រង្វាន់ជាច្រើនលើកសុទ្ធតែឆ្លងកាត់ការអនុម័តពិសេសរបស់លោកផ្នែកនេះលោកពន្យល់យ៉ាងណាដែរក្រុមហ៊ុនមានគម្រោងច្រើនខ្ញុំមិនអាចពិនិត្យផ្ទៀងផ្ទាត់រាល់ប្រតិបត្តិការដោយផ្ទាល់នោះទេលោកប្រធានចៅឥឡូវលោកថាអត់បានពិនិត្យការដែលបង្ខំឲ្យខ្ញុំផ្ទេរប្រាក់រង្វាន់ទៅបំពេញរុនខាតសេវាក្រៅលោកមិនបាននិយាយបែបនេះទេណាការប្រគល់ការងារមូលនិធិប្រាក់រង្វាន់និងការចំណាយលើសេវាក្រៅមានបញ្ហាដំណើរគ្នាវិនិយោគិននឹងចាប់ផ្ដើមសវនកម្មផ្ទៃក្នុងស៊ីជម្រៅបន្ថែមទៀតតើលោកមានទំនុកចិត្តក្នុងការទទួលយកដំណោះស្រាយជំនួសនេះទេសិទ្ធិស្នូលនិងដំណើរការអនុម័តគឺសិនស៊ឺគ្រប់គ្រងដោយផ្ទាល់ចំណែក Intervestment សំខាន់បើកចំហដៃគូខាងក្រៅចុះហានិភ័យនៃការប្រគល់ការងារហេងហ្វឹងលេងមានលក្ខខណ្ឌដែលអាចទុកចិត្តបានក្នុងការប្រគល់ការងារទៀតហើយការបន្តសហការទើបជាហានិភ័យពិតប្រាកដការបញ្ចប់នៅពេលនេះទាំងការខាត់បងចង្វាក់ការងារនិងការទទួលខុសត្រូវសុទ្ធតែអាចគ្រប់គ្រងបានប្រភពនៃឧបត្តិហេតុនិងឯកសារសវនកម្មគឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងដល់ការបញ្ចប់កិច្ចសហការសិនស៊ឺមិនមែនគ្រាន់តែបដូរអ្នកផ្គត់ផ្គង់ទេគឺយកសមត្ថភាពស្នូលមកកាន់កាប់ដោយខ្លួនឯងវិញបញ្ចប់កិច្ចសហការជាមួយហេងហ្វឹងលីនយ៉ានទទួលតំណែងជាប្រធានគ្រប់គ្រងទូទៅទទួលបន្ទុកការអភិវឌ្ឍផ្ទាល់និងការភ្ជាប់ជាមួយដៃគូខាងក្រៅលោកប្រធានចៅសិនស៊ឺបានផ្អាកការទូទាត់ប្រាក់នៅសជាយាននិងហុងតាក៏ផ្អាកការត្រួតពិនិត្យទទួលយកដែរលំហូរសាច់ប្រាក់ខែនេះនឹងតឹងតែងខ្លាំងណាស់សេចក្តីប្រកាសរបស់សិនស៊ឺចេញហើយគ្រប់អាជីវកម្មកំពុងចែករំលែកគ្នាអតិថិជនសុទ្ធតែសួរថាតើហេងហ្វឹងនឹងត្រូវគេជំនួសចោលយ៉ាងណាលោកប្រធានចៅឥឡូវចង់រុញខ្ញុំចេញតែម្នាក់ឯងយឺតពេលហើយរឿងកែប្រាក់រង្វាន់យ៉ាងណារឿងកិច្ចសន្យាសេវាក្រៅចុះបែបណាការអនុម័តពិសេសអ្នកណាជាអ្នកយល់ព្រមខ្ញុំសុទ្ធតែមានកំណត់ត្រាទាំងអស់បើហេងហ្វឹងត្រូវចប់ខ្ញុំក៏មិនចប់តែម្នាក់ឯងដែរចាប់ពីពេលនេះទៅផ្អាករាល់សិទ្ធិលើគម្រោងទាំងអស់របស់គូឈឹងស៊ុនមីងចេញសេចក្តីជូនដំណឹងផ្ទៃក្នុងភ្លាមផ្អាកការងារខ្ញុំចៅឈីមីងឯងគិតថាឲ្យតែផ្អាកការងារខ្ញុំកំណត់ត្រាអនុម័តទាំងនោះនឹងបាត់បង់មែនទេលោកប្រធានចៅតើត្រូវចេញសេចក្តីជូនដំណឹងឥឡូវនេះពិតមែនទេចេញទៅការកាត់ប្រាក់រង្វាន់គឺប្រធានក្រុមប្រឹក្សាភិបាលជាអ្នកបញ្ជាប្រាក់សេវាក្រៅគឺប្រធានក្រុមប្រឹក្សាភិបាលជាអ្នកអនុម័តពិសេសឯងចង់កាត់ការខ្ញុំនឹងទម្លាយរឿងគ្រប់យ៉ាងលោកប្រធានចៅគូឈឹងអះអាងថាការកែសម្រួលប្រាក់រង្វាន់និងការទូទាត់សេវាក្រៅសុទ្ធតែឆ្លងកាត់ការបញ្ជារបស់លោកតើលោកបដិសេធទេបន្ទាប់ពីគូឈឹងត្រូវផ្អាកការងារគេមានអារម្មណ៍មិននឹងណអ្វីដែលគេនិយាយមិនអាចយកជាការពិតបានឡើយចុះលោកបដិសេធថាសម្លេងនៅក្នុងខ្សែអត្ថសម្លេងនេះជាសម្លេងរបស់លោកដែរឬទេមូលនិធិប្រាក់រង្វាន់ត្រូវទប់ស្កាត់សិនថាវិការគម្រោងមិនអាចឲ្យដាច់ឡើយសម្ដីនេះខ្ញុំក៏ធ្លាប់ពឺដែរបញ្ហាគ្រប់គ្រងផ្ទៃក្នុងថ្នាក់ខ្ពស់របស់ហេងហ្វឹងត្រូវបានលើកកម្រិតដើម្បីចាត់ការគូឈឹងត្រូវបានបញ្ឈប់ពីការងារលោកប្រធានចៅក៏តម្រូវឲ្យដាក់លិខិតបំភ្លឺជាលិលាក់អក្សរផងដែរគូឈឹងបានទម្លាយកំហុសដាក់ចុះជីមីងវិញហើយឥឡូវមនុស្សនៅខាងក្រៅសុទ្ធតែកំពុងមើលចំនួនផ្ទៃក្នុងរបស់ហេងហ្វឹងលោកប្រធានលីនតើពួកយើងត្រូវឆ្លើយតបទេមិនបាច់ទេនោះជាសមរភូមិផ្ទាល់ខ្លួនរបស់ហេងហ្វឹងលោកមិនមានអារម្មណ៍ថាស្កប់ចិត្តទេភាពស្កប់ចិត្តមិនអាចដោះស្រាយបញ្ហាគម្រោងបានទេពួកយើងដំណើរការដំណាក់កាលទី2ឲ្យមានស្ថិរភាពមានប្រយោជន៍ជាងការជេរប្រមាថពួកគេមួយម៉ាត់ទៅទៀតជុំទី2បានកន្លងផុតហើយការផ្លាស់ប្ដូរសិទ្ធិទាំងមូលមានស្ថិរភាពកត់ត្រាឲ្យបានច្បាស់លាស់កុំឲ្យបាត់បង់ចំណុចហានិភ័យយប់នេះបន្តជុំទី3ទៀតជុំទី3បានឆ្លងផុតហើយរចនាសម្ព័ន្ធសិទ្ធិស្នូលមានស្ថិរភាពដំណាក់កាលទី2ក៏ចាត់ទុកថាឈរជើងបានរឹងមាំហើយចាត់ទុកថាជាជោគជ័យតាមដំណាក់កាលធ្វើបច្ចុប្បន្នភាពបញ្ជីហានិភ័យឲ្យរួចរាល់សិនសឹមផ្ញើសេចក្តីសង្ខេបឡើងវិញលោកប្រធានលីនសូម្បីតែអបអរសាទរក៏លោកត្រូវការបញ្ជីហានិភ័យជាប់ខ្លួនដែរគាត់តែងតែបែបនេះឯងលីនយ៉ានបន្ទាប់ពីផ្ញើសេចក្តីសង្ខេបឡើងវិញតើអាចផ្ដល់ពេលឲ្យខ្ញុំ10នាទីបានទេលើកមុនលោកថារងចាំឲ្យគម្រោងស៊ីនឬចប់សិនសឹមនិយាយគ្នាឥឡូវនេះទោះបីជាមិនទាន់ចប់ទាំងស្រុងតែដំណាក់កាលទី2បានកន្លងផុតហើយខ្ញុំមិនចង់រងចាំទៀតទេតើនាងចង់និយាយអ្វីខ្ញុំចូលចិត្តលោកមិនមែនដោយសារឥឡូវលោកអាចជួយសង្គ្រោះសិនស៊ឺបាននោះទេហើយក៏មិនមែនដោយសារអាណិតដែលលោកត្រូវហេងហ្វឹងធ្វើបាបដែរតាំងពីរៀននៅមហាវិទ្យាល័យមកម្លេះខ្ញុំចូលចិត្តលោកសម្បត្តិនេះបានពន្យាពេលអស់ជាច្រើនឆ្នាំមកហើយបើឥឡូវលោកមិនទាន់ចង់បើកមើលទេក៏មិនអីដែរខ្ញុំគ្រាន់តែចង់ឲ្យលោកដឹងថាខ្ញុំមិនដែលចាត់ទុកលោកត្រឹមតែជាប្រធានគម្រោងនោះឡើយខ្ញុំធ្លាប់គិតថាកាលនោះនាងគ្រាន់តែចាត់ទុកខ្ញុំជាមិត្តរួមថ្នាក់ដែលអាចជួយកែសម្រួលគម្រោងប៉ុណ្ណោះអ្វីដែលខ្ញុំមើលឃើញគឺមនុស្សដូចជារូបលោកផ្ទាល់ជាយីមួយរយៈនេះបើគ្មានការជឿជាក់ពីនាងទេខ្ញុំមិនអាចតស៊ូរហូតមកដល់ពេលនេះឡើយដូច្នេះ
ដូច្នេះហើយខ្ញុំក៏ត្រូវបាននាងតាក់ទាញចិត្តតាំងពីយូរមកហើយដែរប៉ុន្តែខ្ញុំមិនចង់ឲ្យរឿងមនោសញ្ចេតនាខ្លាចជាហេតុផលដែលអ្នកដទៃសង្ស័យលើការប្រើប្រាស់មនុស្សរបស់នាងឡើយក្នុងគម្រោងពួកយើងអនុវត្តតាមច្បាប់ចំណែកក្រៅគម្រោងខ្ញុំនឹងមិនកិច្ចវិសទៀតទេ មនោសញ្ចេតនាមិនប៉ះពាល់ដល់ការងារហើយក៏មិនកិច្ចវិសពីគ្នាដែរលោកប្រធានលោកប្រធានលៀងគម្រោងសួនឧស្សាហកម្មវៃឆ្លាតក្នុងតំបន់បានចាប់ផ្ដើមដេញថ្លៃហើយទាំងសិនស៊ឺនិងហេងវឹងសុទ្ធតែបានជាប់ឈ្មោះក្នុងបញ្ជីសម្រាប់ អញ្ចឹងរៀបចំដេញថ្លៃទៅនិយាយគ្នាដោយផ្អែកលើគម្រោង លើកនេះខ្ញុំនៅជាមួយអ្នកម្ចាស់គម្រោងតម្រូវឲ្យដាក់ស្នើគម្រោងពេញលេញក្នុងរយៈពេល7ថ្ងៃរួមមានរចនាសម្ព័ន្ធប្រព័ន្ធសុវត្ថិភាពទិន្នន័យការថែទាំ3ឆ្នាំនិងផែនការសង្គ្រោះបន្ទាន់ក្រុមហ៊ុន Heng Weng ក៏បានជាប់ជំរឿដែរចៅខៃមេងច្បាស់ជាមិនទុកឱកាសនេះជាខ្សែជីវិតសង្គ្រោះឡើយ អញ្ចឹងយើងរឹតតែមិនអាចឲ្យពួកគេទាញចង្វាក់បានទេ តើលោកចង់ប្រកួតបែបណា មិនប្រកួតប្រជែងតម្លៃទេត្រូវសរសេររាល់ការចំណាយហានិភ័យនិងការទទួលខុសត្រូវឲ្យបានច្បាស់លាស់អ្វីដែលធ្វើបានត្រូវសន្យាអ្វីដែលធ្វើមិនបានដាច់ខាតកុំសរសេរ ប៉ុន្តែនៅកន្លែងដេញថ្លៃតម្លៃទាបងាយនឹងតាក់ទាញការចាប់អារម្មណ៍បំផុត តម្លៃទាបតាក់ទាញបានតែក្រសែភ្នែកដំបូងទេការអនុវត្តជាក់ស្ដែងទើបសម្រេចថាអ្នកណាអាចទ្រាំទ្រដល់ទីបញ្ចប់ ខ្ញុំនឹងឲ្យផ្នែកពាណិជ្ជកម្មច្បាប់និងបច្ចេកទេសមកដល់ឲ្យគ្រប់គ្នានៅយប់នេះ ការដេញថ្លៃមិនអាចសម្រេចចិត្តតាមតែចិត្តទេត្រូវតែធន់ទ្រាំនឹងការពិនិត្យលម្អិត លោកប្រធានចៅខាងហេរ៉ាញ់វត្ថុប្រាប់ថាសាច់ប្រាក់ដែលអាចប្រើប្រាស់បានលើកនីមានមិនច្រើនទេប្រសិនបើបន្តដេញថ្លៃការចំណាយបូរ៉ាយប្រទានបន្ទាប់នឹងជួបការលំបាកគម្រោងមុនមួយចំនួនប្រាក់នៅសល់មិនទាន់ទូទាត់ត្រឡប់មកវិញទេហើយអ្នកផ្គត់ផ្គង់ក៏កំពុងទារលុយដែរ ឲ្យតែដណ្ដើមបានគម្រោងនេះភីគីវិនិយោគិននឹងសម្លឹងមើលមកយើងម្ដងទៀតប៉ុន្តែពេលនេះ Shen មានលេងយ៉ានគម្រោងរបស់ពួកគេមានសមត្ថភាពអនុវត្តជាក់ស្ដែងខ្លាំងណាស់ទោះបីជាគម្រោងខ្លាំងប៉ុណ្ណាក៏ដោយក៏ត្រូវតែឆ្លងកាត់ដំណាក់កាលតម្លៃដែរ តើលោកចង់មានន័យថាយ៉ាងណា ដាក់តម្លៃតាមការចំណាយទាបបំផុតដែលអាចមើលឃើញការថែទាំគ្រឿងបន្លាស់និងការបម្រុងទុកសង្គ្រោះបន្ទាន់ទុកមួយអន្លើសិន ធ្វើបែបនេះពេលអនុវត្តទៅមុខទៀតនឹងមានបញ្ហា រឿងពេលក្រោយចាំនិយាយគ្នាតាមក្រោយពេលនេះ Heng Weng គ្មានសិទ្ធិនិយាយពីកិត្តិយសទេការដេញថ្លៃលើកនេះ Heng Weng ត្រូវតែឈ្នះលោកនាយកលេនតម្លៃនេះមិនទាបទេប្រសិនបើ Heng Weng បញ្ចុះតម្លៃយើងនឹងមើលទៅថ្លៃខ្លាំងណាស់យើងមិនមែនថ្លៃទេគឺគ្រាន់តែសរសេរការចំណាយដែលត្រូវចាយចេញមកសុវត្ថិភាពបម្រុងទុកនិងការថែទាំ3ឆ្នាំមានសមាមាត្រខ្ពស់ណាស់តើយើងគួរបំបែកវាចេញមកដាក់ដាច់ដោយឡែកទេមិនអាចបំបែកបានទេបំបែកចេញម្ចាស់គម្រោងមើលឃើញតែភាពថោកតែដំណាក់កាលក្រោយត្រូវរ៉ាប់រងហានិភ័យប្រសិនបើ Heng Weng លាក់រឿងទាំងនេះឯកសាររបស់ពួកគេនឹងមើលទៅល្អណាស់ ដូច្នេះគម្រោងរបស់យើងត្រូវតែពន្យល់ឲ្យច្បាស់ថាហេតុអ្វីបានជាមិនអាចកាត់បន្ថយបានដល់ពេលត្រូវប្រមូលអារម្មណ៍ហើយមិនមែនដើម្បីបញ្ជាក់ថាអ្នកអត់ទេគឺដើម្បីបញ្ជាក់ថាយើងអាចប្រកល់ការងារបាន ត្រឹមត្រូវប្រើប្រាស់តម្លៃដែលមានតម្លាភាពដើម្បីដណ្ដើមទំនុកចិត្តតម្លៃរបស់ពួកគេទាបជាងយើងជិត40 អញ្ចឹងរៀបចំការពន្យល់អំពីការចំណាយទៅថ្ងៃស្អែកនៅទីនោះពួកគេនឹងយកតម្លៃមកនិយាយមុនគេ កំណែទី3ម៉ាស៊ីនមេប្រព័ន្ធសង្គ្រោះទិន្នន័យការសវនកម្មសុវត្ថិភាពនិងការថែទាំ3ឆ្នាំត្រូវគ្នានឹងរៀបចំរួចរាល់ហើយ នៅលើក្របទំព័រត្រូវបញ្ជាក់ឲ្យច្បាស់កុំពន្យល់ពីគោលគំនិតពន្យល់តែលុយត្រូវបានចំណាយលើអ្វីខ្លះ រៀបចំឯកសារមួយច្បាប់នេះនៅទីនោះកុំឆ្លោះជាមួយពួកគេនិយាយដោយប្រើតួលេខម៉ោង 9 ព្រឹកស្អែកចុះឈ្មោះនៅកន្លែងរងចាំ Heng Weng ក៏នៅកន្លែងតែមួយដែរ ឯកសារពន្យល់នោះថ្ងៃស្អែកដាក់នៅក្បែរតម្លៃរបស់ពួកគេទៅលេងយ៉ានមាន Shen នៅពីក្រោយខ្នងហ៊ានដាក់តម្លៃធំដល់ហើយណាការដាក់តម្លៃមិនមែនជាភាពក្លាហានទេតែជាការទទួលខុសត្រូវ ការទទួលខុសត្រូវក៏តតែម្ចាស់គម្រោងព្រមបង់លុយដែរពួកអ្នកដាក់ថ្លៃជាងគេច្រើនយ៉ាងនេះតើពន្យល់យ៉ាងម៉េចអ្វីដែលគួរពន្យល់គឺរបស់ដែលបាត់នៅក្នុងការដេញថ្លៃនោះទេ ការដេញថ្លៃគេមើលលើលទ្ធផលមិនមែនមើលលើការមាត់រឹងទេ Shen របស់ពួកអ្នកចង់និយាយពីរឿងមនោសញ្ចេតនាតែម្ចាស់គម្រោងមិនចំណាយលុយលើសឲ្យអ្នកទេ អ្នកទាំងពីរអាចចូលខាងក្នុងបានហើយពួកគេពិតជាយកតម្លៃមកសង្កត់លើយើងមែន អញ្ចឹងបំបែកតម្លៃឲ្យគ្រប់គ្នាមើលទៅក្រោមលក្ខខណ្ឌនៃការបំពេញតម្រូវការទាំងអស់តម្លៃរបស់ Heng Weng ទាបជាង Shen ជិត40ពួកយើងយល់ឃើញថាក្រុមការងារដែលមានបទពិសោធន៍មិនគួរផ្ទេរការចំណាយទៅឲ្យម្ចាស់គម្រោងឡើយខាង Shen តើមានការពន្យល់យ៉ាងណាអំពីភាពខុសគ្នានៃតម្លៃនេះ ឲ្យលេងយ៉ានជាអ្នកពន្យល់ នេះជាម៉ាស៊ីនមេមូលដ្ឋាននិងធនធានបម្រុងទុកសង្គ្រោះមិនអាចកាត់បន្ថយបានទេជួរឈរទី2គឺការសវនកម្មសុវត្ថិភាពទិន្នន័យមិនអាចទេបានទេជួរឈរទី3គឺកម្លាំងពលកម្មថែទាំ3ឆ្នាំត្រូវតែចាត់ចែងតាមមុខតំណែងនិងវេនការងារទាំងអស់នេះអាចកែសម្រួលនៅពេលក្រោយបាន Shen បានសរសេរជំរឿបន្ថែមទៅជាជំរឿចាំបាច់ច្បាស់ជាថ្លៃហើយអញ្ចឹងខ្ញុំសូមសួរលោកប្រធានចៅក្នុងតម្លៃរបស់ Heng Weng កម្លាំងពលកម្មថែទាំ3ឆ្នាំមានត្រឹមតែ2នាក់តើធានាការឆ្លើយតប24ម៉ោងយ៉ាងដូចម្តេច គ្រឿងបន្លាស់សង្គ្រោះបន្ទាន់ស្មើនឹង0ការបម្រុងទុកសវនកម្មសុវត្ថិភាពស្មើនឹង0ការហាត់សុំសង្គ្រោះគ្រោះមហន្តរាយសរសេរតែម្ដងប្រសិនបើប្រព័ន្ធមានបញ្ហាតើអ្នកយកអ្វីមកស្ដារឡើងវិញ នេះជាតម្លៃបឋមពេលក្រោយអាចកែសម្រួលបាន ការកែសម្រួលពេលក្រោយមានន័យថាតម្លៃបច្ចុប្បន្នមិនពេញលេញទេ Heng Weng ត្រូវតែបំពេញការពន្យល់លើចំណុចខ្វះខាតទាំងនេះពេលរសៀលនឹងចូលដល់ការត្រួតពិនិត្យឯកសាររួមគ្នា ពួកគេចាប់ផ្ដើមភ័យស្លន់ស្លោហើយ តម្លៃទាបត្រូវបានបកស្រាយរួចហើយបន្ទាប់ពីនេះទើបជាបញ្ហាពិតប្រាកដតើនេះមានន័យថាយ៉ាងម៉េច
ការដេញថ្លៃគេមើលឯកសារក្រុមហ៊ុនហេតុអ្វីបានជាអនុញ្ញាតឲ្យអ្នកក្រៅលូកដៃបានតម្លៃរបស់ Heng Weng ទាបជាងការចំណាយធម្មតាឆ្ងាយណាស់យើងត្រូវតែផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃការប្រកួតការងារកន្លងមកនិងស្ថិរភាពរបស់ក្រុមការងារឯកសារឆ្លើយតបមើលតែផុសតាងមិនមើលលើអារម្មណ៍ទេឯកសារទទួលស្គាល់ការងាររបស់ Heng Weng យើងគឺពេញលេញទាំងអស់ពេញលេញមិនស្មើនឹងពិតប្រាកដនោះទេពួកយើងបំពេញតាមបញ្ជីកំណត់ត្រាដើមតារាងវេនថែទាំការអនុវត្តការចំណាយមិនឲ្យខ្វះមួយមុខឡើយលោកប្រធានចៅឯកសារប៉ុន្មានច្បាប់នេះមិនអាចប្រកបតបានទេពេលវេលាមិនត្រូវគ្នាទេហើយនៅច្រកជួបដល់មិត្តរបស់បុគ្គលិកមានគេបានបង្ហោះឯកសាររួចហើយអ្នកណាមនុស្សមកពីក្រុមគម្រោងឆាញ់ពីមុននិងវិស្វករដែលលាឈប់ពីអ្នកទៀតពួកគេនិយាយថាការសន្យាប្រាក់រង្វាន់ត្រូវបានកែប្រែកំណត់ត្រាថែទាំគឺធ្វើបំពេញបន្ថែមតាមក្រោយហើយទិន្នន័យទទួលស្គាល់ការងារក៏ត្រូវបានបង្ខំឲ្យនិយាយត្រូវគ្នាដែរលោកចៅដកចេញឲ្យអស់ភ្លាមដកមិនទាន់ទេឯកសារផ្ដល់មិនបានចូលទៅក្នុងប្រព័ន្ធម្ចាស់គម្រោងរួចហើយរូបថតអេក្រង់ក៏កំពុងចែកចាយនៅក្នុងគ្រប់ការងារដែរលោកប្រធានលាវតា Heng Weng ពិតជាមានការក្លែងបន្លំទិន្នន័យទទួលស្គាល់ការងារមែនទេការសន្យាប្រាក់រង្វាន់ 10,000 នៅពិធីជប់លៀងប្រចាំឆ្នាំតែជាក់ស្ដែងបើកឲ្យតែ 2,000 តើរឿងនេះពិតដែរឬទេលិនយ៉ាងមិនមែនជាមនុស្សដំបងទេកាលពីមុនខ្ញុំក៏ត្រូវបានសន្យាថានឹងទទួលបានប្រាក់រង្វាន់គម្រោងដែរតែចុងក្រោយបានត្រឹមតែប្រាក់ឧបត្ថម្ភថ្លៃអាហារប៉ុណ្ណោះនៅយប់មុនការទទួលស្គាល់ការងារយើងត្រូវបានបង្ខំឲ្យកែប្រែទិន្នន័យបរាជ័យទៅជាជាប់ឯកសារប្រកួតការងារកន្លងមករបស់ Heng Weng Technology មានភាពមិនស៊ីគ្នាយ៉ាងធ្ងន់ធ្ងរផ្អាកសិទ្ធិវិតម្លៃចុងក្រោយគម្រោងរបស់ Shen ឈានចូលដំណាក់កាលបញ្ជាក់ចុងក្រោយតើលោកមិនអីទេមិនមែនខ្ញុំឈ្នះទេគឺបំណុលដែលពួកគេជំពាក់មនុស្សគ្រប់គ្នាទីបំផុតមានអ្នកមើលឃើញហើយគម្រោងសួនឧស្សាហកម្ម Shihui នឹងត្រូវបានជំរុញអនុវត្តដោយ Shen Group ព័ត៌មានលម្អិតនៃកិច្ចសន្យាពេលក្រោយនឹងបញ្ជូនជូនក្រុមការងារ Shen នៅយប់នេះលេងយ៉ានពួកយើងដេញថ្លៃឈ្នះហើយគឺគម្រោងទេដែលឈ្នះលោកនាយកលេនតើយប់នេះចង់ត្រឡប់ទៅក្រុមហ៊ុនរៀបចំពិធីជប់លៀងអបអរសាទរទេពិធីជប់លៀងជំពាក់សិនចុះខ្ញុំចង់ទៅផ្ទះមួយផ្លែតបើការងាររវល់គុំឧស្សាហ៍រត់មកផ្ទះពេកចុះគម្រោងនោះយ៉ាងម៉េចហើយដេញថ្លៃឈ្នះហើយប៉ាខ្ញុំបានកក់លេខពីគ្រូជាមួយវិជ្ជបណ្ឌិតឯកទេសឆ្អឹងជូនប៉ាសម្រាប់ថ្ងៃស្អែករួចហើយចំណាយលុយផ្ដេសផ្ដាស់ទៀតហើយជំងឺចាស់របស់ប៉ាឯងមិនចាំបាច់ត្រូវការលេខគ្រូពេទ្យឯកទេសអីទេពីមុនមកខ្ញុំមិនបានយកចិត្តទុកដាក់តែឥឡូវនេះខ្ញុំអាចមើលថែបានហើយកូនទៅតែដូរការងារកុំចាយលុយទាំងអស់មកលើផ្ទះអីនេះមិនមែនជាការចាយផ្ដេសផ្ដាស់ទេតែជារឿងដែលកូនចង់ធ្វើជាយូរមកហើយម្ដាយឯងទើបតែមើលព័ត៌មានឃើញឯងឈរនៅខាង Shen ពេលនេះឯងលែងត្រូវគេសង្កត់សង្កិនហើយមែនទេលែងត្រូវគេសង្កត់សង្កិនទៀតហើយអញ្ចឹងល្អហើយពួកយើងមិនសួរថាកូនរកលុយបានប៉ុន្មានឬមានតំណែងធំប៉ុណ្ណាទេឲ្យតែកូនត្រឡប់មកវិញដោយងើបមុខរួចគឺគ្រប់គ្រាន់ហើយព្រឹកស្អែក Shen នឹងបើកសន្និសីទសារព័ត៌មានគម្រោងក្រុមប្រឹក្សាភិបាលចង់ប្រកាសពីផែនការរៀបចំបង្កើតក្រុមហ៊ុនបុតសម្ព័ន្ធបច្ចេកវិទ្យា Digital លោកត្រូវតែចូលរួមតើមានរឿងសំខាន់ទៀតហើយមែនទេថ្ងៃស្អែក Shen នឹងប្រកាសក្រុមហ៊ុនថ្មីហើយបានបញ្ជាក់ឈ្មោះឲ្យកូនទៅចូលរួមនេះជារឿងល្អតែហេតុអ្វីកូននៅជ្រួញចិញ្ចាំទៀតពីមុនកូនតែងតែគិតថាឲ្យតែធ្វើគម្រោងឲ្យបានល្អគឺគ្រប់គ្រាន់ហើយការឡើងទៅខាងមុខបែរជាត្រូវគេយកមកនិយាយដើមទៅវិញកាលពីមុនកូនរងភាពអយុត្តិធម៌ព្រោះអ្នកអតីមិនទុកកន្លែងឲ្យកូននិយាយឥឡូវមានគេឲ្យកូនឈានទៅមុខកូនគុំកិច្ចវិជំនួសអ្នកទាំងនោះអីថ្ងៃស្អែកមិនមែនឲ្យលោកទៅជួយលើកមុខ Shen ទេគឺដើម្បីឲ្យមនុស្សគ្រប់គ្នាបានដឹងថាអ្នកដែលធ្វើការងារពិតប្រាកដគួរតែអង្គុយនៅកន្លែងដែលស័ក្តិសមថ្ងៃស្អែកម៉ែអញជូនប៉ាទៅពិនិត្យជើងកូនទៅចូលរួមសន្និសីទសារព័ត៌មានចុះរឿងនៅផ្ទះមិនបាច់ឲ្យកូនបារម្ភទេបាទកៅអីអ្នកសារព័ត៌មានពេញអស់ហើយម្ចាស់គម្រោងសួនឧស្សាហកម្មក៏បានមកដល់ដែរខាង Heng Weng ទើបតែចេញសេចក្តីប្រកាសយល់ព្រមកិច្ចចរចារៀបចំរចនាសម្ព័ន្ធឡើងវិញឆៅខៃមិញនិងគេឆេងបានដកខ្លួនចេញពីថ្នាក់ដឹកនាំហើយគេឆេងក៏ដកខ្លួនចេញដែរឬក្នុងសេចក្តីប្រកាសសរសេរយ៉ាងច្បាស់ថាគម្រោងពាក់ព័ន្ធទាំងអស់ត្រូវផ្ទេរទាំងស្រុងទៅឲ្យក្រុមរៀបចំរចនាសម្ព័ន្ធឡើងវិញក្រុមប្រឹក្សាភិបាលបានអនុម័តហើយក្រុមហ៊ុន Shen Digital Technology គឺឲ្យលោកធ្វើជានាយកប្រតិបត្តិ CEO ខ្ញុំជាតំណាងប្រធានក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើធនធាននិងការត្រួតពិនិត្យអ្នកប្រកាសចិត្តហើយឬខ្ញុំប្រកាសចិត្តណាស់ Shen ត្រូវការមនុស្សដែលអាចអនុវត្តការងារឲ្យចេញជាផ្លែផ្កាមិនមែនមនុស្សដែលចេះតែឈរនិយាយពាក្យពីរោះនៅលើឆាកនោះទេលោកនាយកលេងសន្និសីទសារព័ត៌មានចិត្តចាប់ផ្ដើមហើយថ្ងៃនេះមានវិស្វករវ័យក្មេងជាច្រើនកំពុងទស្សនាផងដែរ Shen Digital Technology ចាប់ផ្ដើមរៀបចំបង្កើតឡើងចាប់ពីថ្ងៃនេះទៅពួកយើងនឹងប្រើប្រាស់ច្បាប់ដែលមានតម្លាភាពការទទួលខុសត្រូវច្បាស់លាស់និងយន្តការដែលផ្ដល់តម្លៃដល់ធនធានមនុស្សយ៉ាងពិតប្រាកដដើម្បីទទួលយកគម្រោងទាំងអស់
តែងតាំងលោកលេងយ៉ានជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Shen's Digital Technology និងលោកស្រី Shen Shai ជាតំណាងប្រធានក្រុមប្រឹក្សាពិបាលខ្ញុំធ្លាប់គិតថាវេទិកាដែលក្រុមហ៊ុនផ្ដល់ឲ្យគឺឲ្យមនុស្សនៅស្ងៀមទ្រាំទ្រប្រគល់ស្នាដៃចេញទៅហើយលេបការឈឺចាប់ទុកក្នុងចិត្តក្រោយមកទើបខ្ញុំយល់ថាវេទិកាពិតប្រាកដមិនមែនដើម្បីសង្កត់សង្កិនអ្នកណាឬដើម្បីតែមុខមាត់របស់មនុស្សតែម្នាក់នោះទេវេទិកាពិតប្រាកដគឺធ្វើឲ្យមនុស្សគ្រប់រូបដែលមានសមត្ថភាពត្រូវបានគេមើលឃើញលោកនាយកលេងគម្រោងថ្មីបានចាប់ផ្ដើមហើយអញ្ចឹងអនុវត្តតាមច្បាប់ទម្លាប់ថ្មីទៅ